งพิปติกะเป็นเด็กที่ในสกอวิทยาลัยปัญญาสังคมวิทยาแต่เรียนเป็นเด็กก็เคยที่ประเทศกรมศึกษาธิการตามปกติจบสายได้ก็นี่มาบ้านได้น้องตะเรียนเรื่องการเป็นโคคนนักโคจริยาโคใจรู้จึงนั้นก็จะสาวเป็นนักการบริหารคนนี้จะโคในเรื่องการสร้างผลงานจากโตอาณาโดนีเพเวสาตังสเจปุตโธตันนาวโลกันตะกุวิทูไอเตนะสัจวัจเจนังแกเมนังเมสมิจโตยาติสันเตกโมมาโกโมข่าวใจจันเตกังสุขังไอเตนะสัจวัจเจนังแกเมนังเมสมิจโตสังโฆเจตนากันทาเราปัญญาเกตาอนุตตรเราเอเตนะสัจวัจเจนังแกเมนังเมสมิจโตนะโมเตปุริสัจญังนะโมเตปุริสัตตมังสัพพัญญูเสมหาวีรังโลกาเจติงนริยสัพยังนะโมเตปุริสัจญังนะโมเตปุริสัตตมังสัตเทวกาสมังโลกาสมังนาเทเตปเดปกโลนะโมเตปุริสัจญังนะโมเตปุริสัตตมังเจสนามให้อนุปัตตาตัสสะเมสรณังภวังนะโมเตปุตตวิรัตถงบัพพมตตาสิสัพพทิสัมปิยทัพปะไดปันนาสเมตัสสะเมสรณังภวังนะโมเตปุริสัจญังนะโมเตปุริสัตตมังกุศเลนะสเมกเสงอมโนสาปิตังวันตันเตงตูประบังคมขยมประกาศนาสมอภิวรนมัสการกราบถวายบังคมชมพูพระอรหันตสัมมาสัมพุทธอมจาได้พระองค์ทรงบานสำรัจในประสัพปัญญุตยินเจียพระสัมมาสัมพุทธโดยสกายกรบจิรทลาส้มนมัสการกราบถวายบังคมชมพูประโทเจียพรหมยีนประกอบแต่โดยอริยเมองปรมใบดักนอมจำลองสัตว์ไอบานในเปรนเปียนเจียปธรรมรัตนะโดยสกายจิรทลาส้มนมัสการกราบถวายบังคมชมพูพระอริยสังได้จิสาวะในพระดำเนินเพียจิติสการะตูประบังคมส้มนมัสการกราบถวายบังคมสมได้พระสังฆเรียตั้งปีคณะสมได้พระสังฆนายุสมได้พระคุณมิจฉากรุปองจิติสการะดอกบุงปูสมเฟอสกไดกรบจุปุลครูธรรมิจาเนครูธรรมิจารณัยลูกตาบัณฑิตกอลเพลงประเทียนปุติกะบัณฑิตสพีในสกอลวิทยาลัยปัญญาสักกรรมวิจีลูกครูตั้งปีจิติกรบปราบอ่านจีบเสในขนมวิทยาการนี้สมเฟอสกไดกรบจมพูสับวรรณกชนพุทธบริษัทต่างอ้อได้กำปงสดับลือสำเร็จสับสายปะโทรบปฏิกรรมดัชเพียในสกอลวิทยาลัยปัญญาสักกรรมวิจีได้สายตามประปวนวิจุเตียงใบคือวิจุไออัมมรายบุญวิจุมนิจกรรมติกรงพนมเป่งวิจุ87.7วิจุในตีรวมแคดซิมเรียบหนึ่งตีรวมแคดกระปุงจามได้ขนมดูขยมประกาศนาขยมบานสายแต่ตามเพจ
ឈ្មោះថាពុទ្ធិកបណ្ឌិតសភាទាំងគឺជាភ័យរបស់ពុទ្ធិកបណ្ឌិតសភាដែលប្រកាសណាជាអម្ចាស់គ្រប់ព្រះអង្គបងប្អូនយើងទាំងអស់ដែលលោកមាននៅប្រព័ន្ធសង្គម Facebook ដែលអាចទស្សនាបានគឺថាអាចចូលទៅ live page របស់ពុទ្ធិកបណ្ឌិតសភាហើយយើងនឹងអាចមានឱកាសនៅក្នុងការស្ដាប់សំឡេងប្រធោនឹងបានឃើញរូបភាពដែលខ្ញុំប្រកាសថាខ្ញុំកំពុងតែ live បន្តផ្ទាល់ទាំង3នាក់ចូលទៅកាន់ page របស់ពុទ្ធិកបណ្ឌិតសភានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាផងដែរអញ្ចឹងសូមជម្រាបសួរចំពោះបងប្អូននៅក្នុង page ទាំងអស់ជាទីគោរពរាប់អានទាំងក៏ណាប្រកាសណាជាអម្ចាស់គ្រប់ព្រះអង្គទាំងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាដែលបានយោងយកកំណើតកើតមកជាមនុស្សនឹងដែលមាននៅវិស័យពិសេសជាងសត្វនឹងព្រោះយើងអាចមាននៅបញ្ញាពិចារណាដឹងនៅអ្វីដែលខុសនិងអ្វីដែលត្រូវអ្វីដែលមាននៅប្រយោជន៍និងអ្វីដែលមិនមាននៅប្រយោជន៍តែនឹងគឺយើងមានឱកាសអញ្ចឹងហើយឱកាសដ៏ធំបំផុតសម្រាប់សត្វលោកយើងនឹងគឺថាមានឱកាសបានជួបនៅបរតនត្រ័យយើងគិតមើលមនុស្សនៅក្នុងពិភពលោករាប់សែនកោដនឹងតើមនុស្សទាំងអស់នឹងអ្នកដែលបានដល់នៅពុទ្ធដល់នៅពធដល់នៅប្រសង់ជាទីពឹងជាទីរលឹកនឹងមានប្រមាណអ្នកនឹងយើងគិតមើលណាអញ្ចឹងនៅក្នុងចំណោមនៃភាគរយដ៏តិចដែលមនុស្សមានឱកាសនៅក្នុងការទទួលគោរពប្រតិបត្តិតាមគន្លងនៃព្រះសម្មាសម្ពុទ្ធគឺមានយើងម្នាក់នៅក្នុងនោះដែលជាអ្នកបានដល់នៅបរតនត្រ័យបានដល់នៅព្រះពុទ្ធបានដល់នៅពធបានដល់នៅព្រះសង្ឃថាជាទីពឹងថាជាទីរលឹកនឹងគឺថាគឺជាការដល់នៅប្រត្រៃសរណគមការដល់ប្រត្រៃសរណគមកុំឲ្យយើងគិតថាពុទ្ធសាសនាមានមនុស្សគេរាប់អានតិចហ្នឹងឥតមានតម្លៃទេយើងគិតអញ្ចឹងមិនអាចយកជាប្រមាណបានទេតិចមែនប៉ុន្តែប្រកបទៅដោយគុណភាពដូចជាក្នុងโลกនេះមានបណ្ឌិតតិចណាស់និងភាគច្រើនគឺអ្នកដែលមិនមែនជាបណ្ឌិតអញ្ចឹងយើងឲ្យតម្លៃថាមានបណ្ឌិតតិចហ្នឹងយ៉ាងម៉េចទេអានេះគឺគុណភាពប្រមាណនៃអ្នកដែលចេះអ្នកដឹងអ្នកយល់ហ្នឹងគឺមានតិចណាស់នឹងគឺមានតិចណាស់អញ្ចឹងគឺគុណតម្លៃដែលយើងមានឱកាសហ្នឹងទោះបីថាមានគ្នាតិចគោរពរាប់អានព្រះពុទ្ធសាសនាយើងគិតមើលក្នុងប្រទេសឥណ្ឌាមនុស្សរាប់ពាន់លានអ្នកដែលគោរពពុទ្ធសាសនាប្រហែល10លានអ្នកជាងយើងគិតនៅរដ្ឋមហារាជតាមការដែលនឹងបានអាស្រ័យលោកដុកទ័រអេមបឺហ្កានឹងដែលគាត់បានគោរពប្រតិបត្តិតាមពុទ្ធសាសនាទៅធ្វើឲ្យអ្នករដ្ឋនៅក្នុងមហារាជនឹងក៏សុទ្ធតែជាអ្នកគោរពនៅព្រះពុទ្ធសាសនាទៀតដូចជាលោក Rhys David អីយើងគិតមើលគាត់ជាជនជាតិអង់គ្លេសហើយក៏រៀនចប់ថ្នាក់បណ្ឌិតនៅស្រុកអង់គ្លេសនៅទីក្រុងឡុងហ្នឹងហើយគាត់មកសិក្សាស្រាវជ្រាវរឿងពុទ្ធសាសនានឹងឯងនៅប្រទេសស្រីលង្កានៅប្រទេសឥណ្ឌារហូតដល់មានទំនាក់ទំនងនៅឯប្រទេសភូមាផងដែរដល់ទីបំផុតទៅនៅទីក្រុងឡុងដែលជាបច្ឆិមប្រទេសហ្នឹងមិនងាយមានអ្នកដែលទៅគោរពពុទ្ធសាសនាទេដែលហៅថា Buddhist នោះគឺជាពុទ្ធសាសនិកជនណាទៀតគាត់អាចដើម្បី convert ទៀតដែលគាត់ធ្លាប់កាន់សាសនាមួយទៀតទៅតាមទលានទម្លាប់តកូលឪពុករបស់គាត់នឹងគាត់ convert សាសនានឹងមកគាត់មកគោរពប្រតិបត្តិតាមពុទ្ធសាសនារហូតដល់ក្នុងការប្រជុំនៅក្នុងប្រទេសគាត់បានប្រកាសថាខ្ញុំមិនខ្លាចនៅក្នុងការនិយាយដោយពេញកោមាត់របស់ខ្ញុំថាខ្ញុំជាពុទ្ធសាសនិកនោះទេ
ហើយគាត់ក៏បានបង្កើតនៅសមាគមពុទ្ធសាសនាទៀតគឺបាលី Society ទៀតក៏បានបោះពុម្ពនៅបត្រៃបិដកជាភាសាអង់គ្លេសទៀតមានជាភាសាបាលីបោះពុម្ពជាអក្សរឡាតាំងនឹងក៏មានជាភាសាអង់គ្លេសក៏មានហើយក៏មាននៅ commentary ដែលជាអត្ថកថាដូចជាដកអីហ្នឹងគឺថាជាស្នាដៃរបស់លោក Rhys David ទៀតរួមជាមួយក្រុមការងារគាត់ទាំងភរិយារបស់គាត់អីសុទ្ធតែជាអ្នកគោរពនៅពុទ្ធសាសនាហើយប្រកាសខ្លួនដល់នៅពុទ្ធសាសនានឹងឯងជាទីពឹងជាទីរលឹកទៀតនៅពេលដែលគាត់វិភាគជាប់តាក់ទងនៅក្នុងសេចក្តីអត្ថរបស់ព្រះអភិធម្មជ្រៅចឹងទៅគាត់វាអត់យល់ទៀតដែលអត់យល់គាត់ក៏បានសរសេរជាភាសាបាលីឡាតាំងនឹងផ្ញើមកបដិជគុណដឹងញាណធៈជាដែលគេតែងល្បីឈ្មោះលោកថា Lady Sayadaw ដែលលោកជាអ្នកជំនាញនៅក្នុងព្រះអភិធម្មទៀតជំនាញក្នុងព្រះអភិធម្មហើយបានចូលរួមសង្កេយនាព្រះអភិធម្មទៀតនឹងសង្កេយនាព្រះអភិធម្មទី5បញ្ចមសង្កេយនាទៀតព្រះ Lady Sayadaw នឹងហើយលោកក៏បានសរសេរបញ្យលជាភាសាបាលីត្រឡប់ទៅវិញធ្វើឲ្យពួក Western ហ្នឹងពួកបច្ឆិមប្រទេសហ្នឹងបានចេះបានដឹងរឿងពុទ្ធសាសនានឹងពុទ្ធសាសនានឹងអញ្ចឹងក៏គេបានបោះពុម្ពស្នាដៃលោកដែលលោកឆ្លើយជាបញ្ហាជាព្រះអភិធម្មជាភាសាបាលីហ្នឹងក៏គេបានបោះពុម្ពនៅក្នុងបាលី Society ហ្នឹងឯងរបស់សមាគមបាលីពុទ្ធសាសនានៅអង់គ្លេសហ្នឹងរហូតមានដល់បច្ចុប្បន្នហ្នឹងទៀតដូច្នេះស្រុកអង់គ្លេសអីគេបោះពុម្ពសិភៅច្រើនណាស់អីខ្ញុំប្រកាសណាខ្ញុំក្រនតែថ្ងៃនេះគឺខាងតៃវ៉ាន់គេផ្ញើសិភៅធរជាភាសាអង់គ្លេសមកឡើង3 4 5កេសទៀតច្រើនសុទ្ធតែជាភាសាអង់គ្លេសហើយបងប្អូនយើងលើកចង់បានសិភៅអីអាចទំនាក់ទំនងទៅខ្ញុំប្រកាសណាខ្ញុំនឹងអាចតាក់ទងសុំអង្គការមូលនិធិពុទ្ធសាសនានឹងឲ្យបានទៀតហើយក៏បានផ្ញើនៅបត្រៃបិដកជាភាសាឥណ្ឌាបាលីឥណ្ឌាទៀតអក្សរទេវានាគរីឬក៏ហៅទេវានាគរីហ្នឹងមូលនិធិពុទ្ធសាសនានៅឯតៃវ៉ាន់ហ្នឹងផ្ញើមកជូនខ្ញុំប្រកាសណាខ្ញុំប្រហែលជា2ចប់ទៀតបត្រៃបិដកទៀតទាំងអស់ហ្នឹងវា16កេស16កេសប្រហែលជាបត្រៃបិដកនឹង2ចប់បើមិនទាន់បានឆែកមើលផងជាអក្សរបែបសំស្ក្រឹតជាអក្សរឥណ្ឌាហើយនឹងព្យាយាមរៀនអក្សរឥណ្ឌាមួយទៀតដើម្បីចេះអានបត្រៃបិដកឥណ្ឌាតែព្រោះគេទៅតែផ្ញើមកឲ្យថ្ងៃហ្នឹងផ្ញើមកឲ្យហ្នឹងគឺបានដឹកយកមកហ្នឹងគឺថា16កេសសុទ្ធតែបត្រៃបិដកសង្ស័យមានអត្ថកថាដីកាយផងចាបានច្រើនម្លឹងមិនទាន់បានឆែកមើលគ្រាន់តែឃើញថាមានបត្រៃបិដកជាអក្សរទេវានាគរីឬយើងហៅភាសាខ្មែរហៅទេវានាគរីអក្សរហ្នឹងជាអក្សរកើតក្រោយសម័យអក្សរពលវៈទៅទៀតពីដើមជាអក្សរប្រាមីអញ្ចឹងប្រាមីនេះគេបែកចេញជាពលវៈបែកចេញជាទេវានាគរីហើយអក្សរពលវៈនៅឥណ្ឌាត្បូងហ្នឹងរហូតបែកមកស្រុកយើងឯហ្នឹងស្រុកយើងហ្នឹងជាអក្សរខ្មែរយើងហ្នឹងតាំងពីមុនសម័យអង្គរអីមកតមកនោះគឺពេលដើមយើងប្រើអក្សរពលវៈទៀតជនជាតិចាមក៏ប្រើអក្សរពលវៈភូមាមនក៏ប្រើអក្សរពលវៈដែរពីមុនណាប៉ុន្តែជនជាតិស្រីលង្កាពេលធ្វើកំណត់ត្រាកត់នៅបត្រៃបិដកដំបងទៀតគឺសរសេរអក្សរពួកជនជាតិថ្មិលពួកជនជាតិតមិលឥណ្ឌាភាគខាងត្បូងនឹងដែរប៉ុន្តែមិនមែនអក្សរក្រុមពលវៈទេជាអក្សរតមិលអក្សរស្រីលង្កានឹងហើយក៏คล้ายរហូតមកជាអក្សរស្រីលង្កាអក្សរយើងហ្នឹងគឺคล้ายពីអក្សរពលវៈមកហើយពលវៈហ្នឹងវាคล้ายពីអក្សរប្រាមីមកសុទ្ធតែមកពីឥណ្ឌាណានឹងហើយឥឡូវហ្នឹងបានបីដកឥណ្ឌាមកចប់មកទៀតណាសរសេរជាអក្សរបែបសំស្ក្រឹតជាអក្សរដូចសំស្ក្រឹតចឹងអក្សរទេវានាគរីហ្នឹងហើយនឹងជាយាមរៀនតាមរៀនតសេអក្សរទេវានាគរីដើម្បីឲ្យបានចេះអានបត្រៃបិដកក្រែងត្រូវការទៀងទាត់គ្នារវាងបត្រៃបិដកធ្វើទៅបានបត្រៃបិដកឥណ្ឌាមកចប់បាទ
បត្រៃវិដកភូមិមានហើយខ្ញុំប្រកាសណាខ្ញុំបៃដកភូមិក៏មានបៃដកឥណ្ឌាក៏មានបៃដកស្រីលង្កាក៏មានបៃដកខ្មែរក៏មាននៅខ្វះបៃដកជនជាតិឡាណាបៃដកថៃមានហើយមានបៃដកថៃអត្តកថាដីកាអីជារបស់ថៃមានទាំងអស់ច្បាប់មហាមង្គតច្បាប់ភូមិបឡូច្បាប់មហាចលាអីគេថា3 4ច្បាប់នៅប្រទេសថៃហ្នឹងគឺមានបត្រៃវិដកអន់នៅបត្រៃវិដកជនជាតិឡាណាគេបានប្រាប់ថារើបានឲ្យហើយមានប្រសង់នៅឯក្រុងឈៀងម៉ៃហ្នឹងព្រោះពីដើមប្រទេសយើងមានតំណាក់តំណងជាមួយនឹងប្រទេសឡាណាហ្នឹងដែលជាអាណាចក្រឡាណាហ្នឹងហើយក្រោយមកត្រូវអាណាចក្រសយ៉ាមដែលយើងហៅសៀមហ្នឹងត្រូវវាយយកទឹកដីឡាណាទៅហើយឡាណាក៏គេមានអក្សរគេអក្សររបស់ឡាណាហ្នឹងប្រហាក់ប្រហែលនឹងអក្សរភូមិអញ្ចឹងឥឡូវកំពុងរើប្រត្រៃវិដកជាអក្សរឡាណាហើយខាងមុខទៀតនឹងឲ្យគេរើប្រត្រៃវិដកអក្សរមនទៀតចង់បានបត្រៃវិដក2ចប់ហ្នឹងទៀតអស់យើងនឹងហើយចំណែកប្រទេសលាវទៅធ្វើទេលោកគ្រូចាន់នួនណាទៅធ្វើបត្រៃវិដកទៅធ្វើបានឥឡូវបានប្រមាណក្បាលហ្នឹងសុំឲ្យមូលនិធិបោះពុំហើយបានលោកជនជាតិសៀមអីទៅជួយបកប្រែឲ្យទេប្រទេសលាវអត់ទាន់មានបត្រៃវិដកមានអីគ្រប់គ្រាន់ទេទៅធ្វើបានបន្តិចប្រមាណក្បាលទេមានលោកមកសិក្សាជនជាតិលាវហ្នឹងលោកមកនៅស្រុកសៀមអញ្ចឹងទៅលោកខំប្រឹងប្រែងរៀនឲ្យនាំគ្នាបកប្រែបត្រៃវិដកហ្នឹងទៅជាអក្សរលាវទៀតប្រទេសលាវអភ័ព្វជាងគេរឿងពុទ្ធសាសនាហ្នឹងបត្រៃវិដកហ្នឹងគេកើតមានបើស្រុកយើងធ្វើតាំងពីឆ្នាំ1929មកឆ្នាំ1969យើងចប់ហើយអត្ថកថាក៏យើងបានធ្វើចប់ដែរអត្ថកថាបល័យឥឡូវខ្ញុំធ្វើកម្ពីកចាយណៈហើយនឹងកម្ពីដីកាធ្វើរាល់ថ្ងៃហ្នឹងកំពុងតែធ្វើនឹងចិត្តដីកាឲ្យហើយទៀតនៅត្រួតជំរះលើកហ្នឹងទៀតហើយឥឡូវកំពុងត្រួតជំរះកម្ពីកចាយណៈអនាគតប្រហែលជាដីកាអាច60 70មុខដីកាទៀតដែលយើងនឹងត្រូវចាញ់ទេនឹងត្រូវបានចាញ់ហើយខ្ញុំប្រកាសណាខ្ញុំសូមប្រកាសប្រកេនប្រគុណម្ចាស់ដែលព្រះអង្គចង់បានអត្តកថាភាសាបាលីដែលខ្ញុំប្រកាសណាខ្ញុំបានស្នើសុំឲ្យមូលនិធិតៃវ៉ាន់គេបោះពុំនឹងបើសិនបើចង់បានអាចស្នើសុំទៀតស្នើឲ្យហើយគឺមូលនិធិតៃវ៉ាន់គេនឹងមើលថាមានសំណើដែលស្នើសុំនឹងមានប្រមាណគេនឹងបោះពុំឲ្យប៉ុណ្ណឹងអញ្ចឹងគុណចាស់ព្រះអង្គនៅតាមខេត្តសៀមរាបក្តីខេត្តកំពង់ចាមក្តីហើយជាពិសេសអ្នកនៅខេត្តបាត់ដំបងត្រូវការអត្ថកថាច្រើនព្រោះនៅបាត់ដំបងរៀនបត្រៃវិដកអត្ថកថាដីកាច្រើនហើយនៅភ្នំពេញក៏ដោយទៀតតាមវត្តហ្នឹងឲ្យគុណចាស់ព្រះអង្គធ្វើកតាសមួយស្នើមកខ្ញុំប្រកាសណាខ្ញុំនឹងដាក់កតាសហ្នឹងទៅឲ្យមូលនិធិអញ្ចឹងគេនឹងមើលថាតាមវត្តហ្នឹងមានប្រមាណដែលខ្ញុំកណាខ្ញុំនឹងពភាសាកិច្ចការងារហ្នឹងជាមួយនឹងព្រះអង្គគ្រូមេគុណរាជធានីភ្នំពេញដើម្បីដាក់ទៅតាមអនុវិទ្យាល័យដែលជាពុទ្ធកអនុវិទ្យាល័យហើយនឹងពុទ្ធកបឋមសិក្សានៅស្រុកខ្មែរមួយប្រមាណនឹងដាក់ស្នើប៉ុណ្ណឹងហើយតាមវត្តអារាមបើសិនបើគុណចាស់ចង់បាននិមន្តដាក់ពាក្យស្នើមកទៀនចិត្តបោះពុំឯងហើយសភៅហ្នឹងចែកហ្វ្រីទេអត់គិតលុយទេអត់គិតលុយគិតកាក់អីទេគុណចាស់តាមវត្តអារាមហ្នឹងពិសេសគេវត្តដែលសិក្សាបត្រៃដកតកថាច្រើនហើយយើងមើលថាវត្តហ្នឹងមានប្រសង់ប្រមាណអង្គយើងដាក់ចំនួនទៅយើងស្នើ5ចប់អីចឹងទៅ10ចប់អីចឹងទៅបើអត់អីទេទៀតអត់មានអស់លុយអស់កាក់អីទេអូនណាអត់មានអស់លុយអស់កាក់ទេតៃវ៉ាន់គេមូលនិធិពុទ្ធសាសនាហ្នឹងគេនឹងបោះពុំឲ្យបើសិនមកបោះពុំស្រុកយើងគ្មានលុយទេទៀតបោះពុំអត្តកថាហ្នឹងក៏ជិត$1 លានដែរយើងមានលុយណាទៅបោះពុំគ្រូហៀតណហមមហេតុរើបាយហូបចង់បានមកគ្រូចាន់ហ៊ូអីហើយទៅរើលុយរាប់$100,000មកបោះពុំចែក free ធម្មទានណាអានេះគឺថា free distribution ណាទៀតគឺថាចែកទៅទេដាក់តាមវត្តមិនមែនចែកអីទៅទេចែកសភៅហ្នឹងអត់គិតលុយកាក់ទេអញ្ចឹងសូមប្រកាសទូទាំងប្រទេសហ្នឹងតាមវត្តណាដែលត្រូវការអត្ថកថាបាលីគុណចាស់រសេច្បាប់មកខ្ញុំប្រកាសណាខ្ញុំនឹងមើលហើយនឹងផ្ញើទៅឲ្យមូលនិធិដើម្បីមូលនិធិហ្នឹងគឺគេនឹងបោះពុំតម្រូវតាមខ្ញុំប្រកាសណាខ្ញុំទៅស្នើ1000 2000នោះវាស្រុកខ្មែរយើង3000វត្តជាងដែរបើបានតែ1000ឈុតជាងមកក៏ល្អទៅទៀតគេបោះឲ្យ free តា
mình nói lôi vậy hãy cái là thôi cả đã môi vai tra bầu nó chưa nàyสภาเรียนนั่งบ้านไปยาวเรียนต่างออกนี่นั่งเชื่อมประกาศได้เชื่อมประเภทซาจะมวยมูลนิธินั่งทาดำไปคำอ้อยบอกปุ่มtới vìขาดทนเทียนตรับสมบัติแต่บ่มูลนิธิจังจังตรึแต่เธอกระดาษจีบับเมากรบวัดกรบอารามนั่งคนจะเตะเติงเมาเตียนเตะเติงเมาเชื่อมประกาศนาเชื่อมหนึ่งนี่ให้ประมาณตัดเตียนนี่เชื่อมกันเชื่อมดังtừ choใจสะเพอในสระกำเนิดสะเพอทัวบานปีองการมูลนิธิในประเทศไต้หวันเป็นประเทศที่อันนี้โดยจีสับไงวิจิ Public of China แต่ในกรมนายบจันนั่นนะนั่นก็จะยังหายไอ้เจ้านะถ้าไต้หวันยังต่ไต้หวันในไต้หวันนั่นเก็บบอกปมเอาให้จำกันอาจำนั่งแต่ใจในขนมสกเอาดังนั่งเมียนมาไพ่ประมวยวัดดังเมียนมาไพ่ประมวยวัดให้ด่ามือจอบเทียดด่านังการยาไล่ธรรมกาจังนังเยอะปะไตรแบบดอกมาจอบจีปะไตรแบบดอกภาษาขมายได้มูลนิธิไต้หวันบอกเอาหนึ่งนังเยอะตึงประเกณฑ์นังกำหนดมือกระปงแต่จับใจให้นังจูลานไอ้ดักเต๋อกำหนดตีตังวัดมวยดำไปนิมนต์ครูจ่าตะกาวัดนั่งมาตะตูเด่นมาตะตูสะเพอปะไตรแบบดอกตะกทานทั้งสกยังตัวจังนะเต้นนะขณะดอมีนสะเพอโทให้ตัวดักตะลอกระไหลใจเอาตีนนะสกยังอ่ะกาขยมประกาศนะขยมเรียนโซดปะไตรแบบดอกสัตว์นะเต้นในใจปีประวัติเป็นเรียนถมบงสกยังนำเก่าเชียงดังเต้นอดมีนสะเพอไอเรียนกรุบกรันเต้แต่ปะไตรแบบดอกนั่งก็อดกรุบได้หนึ่งให้เบอร์กับปีจับเตะเตอร์นั่งบะไลไว้อย่าก็ได้หรือก็จับเตะเตอร์น่ะทักกะทักไออดมีนให้เตยฟูถมนาฉลองกัดไปกัดพนมเตยเตียนเตอดอกบางเกาะตะติงสะเพอบางเกาะนั่งเยอะมาเมื่อสะเพอซอเสียมนั่งจีภาษาบะไลเสียมนั่งเยอะมาอ่านเตียนนำไปเจโถบ่อดมีนสะเพอทำไมยังจังเรียนพุทธศาสนาไอ้สระเกยกับบ้านบอกปุ่มสระเกยแบบอดมีนสังเกรียมสระยังแบบสังเกรียมสมัยลอนนอลจังปีสมัยลอนนอลมอสังเกรียมก็สมัยโลกปอลเปิดให้จังยังปีสมัยโลกปอลเปิดนู้นประเทศยังตรึกกะอภิวัตภิบาทได้แต่เตมาอ่ะในปีนั้นได้ยังอดมีนคางพุทธศาสนาทั้งอดมีนสะเพอเรียนสดกรบกรอนเตจังปานเชื่อแต่นึกเคยไปแต่เตอตามพลายเสมบัลตัดไตก็กองนังนึกเคยแต่นึกเคยกับสัตว์ครูนปีเดิมกัดตามไปพนมนังชีมาโตเตอกะไลนาตระจอกดาวกะไลนาชีสลังโดยกะไลเสมบัลนักก็ถ้าชีตูเมียนพลายมุชีตูเกอะไรไปบานสเปียนไอ้เกอภิวัตเมียนสเปียนไปได้ชีตูให้ชีเวียงไงอ่ะเมียนชีมันจังได้ชีเวียงไงหน้าในเนาะตูเด่นchỉ tụt chân tới tật đo đông tật đông ấy tật tay nó từ chlong sờ lằng từ hay can nó ngon tiền chơiแต่ngon là mấy ban làm bon buộc nơi tật tay nơi đông tật đông ấy nó từ nó dây ra xỉm bạn đang đổ phụ nó sẽ để xiêm còng càng đó mình còng càng nó mình còng càng cả thế là mình cái bên cái hơi xiêm còng càng tới dây đó bị xa xiêm rồi mà chua nó kiếm một cái ác xiêm từ giờ mày đó to miền phơi chẳng thế miền phơi cả lô miền cả su ấy trắng sao tập bầy miền phơi đang ai bỏ tay cô ấy cái vừa vay trời ấy chẳng hay từ tạm đang tới ban dương chi ốc bò chlong tay giờ một tịch nó chi ốc bò chlong từ cái lại chậm diêm ban chlong bị nâng tới ban tờ đo chlong zon chlong dày nâng đo bị cười mất ban cái first spin nè spin cọc cong nè cái first spin chlong mà ngay cái bên spin cái bên chi đi ai đám chi ở bò thế chi nâng tờ rơ tình sập hơi riết từ riết từ nâng miền từ thừa ấy thế miền pe sạ cả cam ấy tờ rơ tình sập hơi giờ mà riêng này giờ mà mơ nè an pizza bà lây chia so xiêm nâng pro dương chẳng che chẳng đắng đến vẫn không prang từ và anh chlong tới cái hơi chlong zon cái hơi chlong dày sọc kế cái hơi âm phơ chlong dày đầm bon chia đai anh dưới nó cái hơi chlong zon chlong nó skơ đó skơ thống
ហើយដល់ពេលអញ្ចឹងទៅអាហ្នឹងចូលចង្វាត់មួយគេហៅចង្វាត់ត្រាតដើមយើងហៅដើមត្រាចហ្នឹងដើមត្រាចយើងលោកគ្រូចាស់នោះអាត្រាចលោកគ្រូហេតុណាអាដើមត្រាចណាប៉ុន្តែសៀមវាហៅចង្វាត់ត្រាតអញ្ចឹងយើងត្រូវជិះអាឡានត្រង់មួយហ្នឹងពីខ្លងយ៉ៃហ្នឹងទៅដល់ចង្វាត់ត្រាតទៅដល់ចង្វាត់ត្រាតបានឡើងឡានក្រុងធ្វើដំណើរទៅចុះមកឈីទៅហើយបានទៅសម្រាប់នៅបាងកកហ្នឹងដើរទៅរើទិញសភៅតាមបណ្ណាគារមានសម័យនោះមានមហាមង្គតមានមហាចលាមានភូមិបឡូចឹងទៅទៀតទៅដើររើទិញសភៅរើអីទៅបានសភៅបានអីមួយចំនួនមកដឹកទាំងបាវសភៅហ្នឹងចឹងបានសពថ្ងៃនេះបើនិយាយពីរឿងសភៅក្រណសភៅសុកសៀមដែលខ្ញុំប្រកាសណាខ្ញុំរើតាំងពីក្មេងមកដល់ឥឡូវហ្នឹងដឹកចង់ដឹកទូរីសមិនចង់អស់ផងដែរសភៅហ្នឹងស្រឡាញ់សភៅហ្នឹងក៏ខំប្រឹងប្រែងទៅរើពីស្រុកគេអីមកហើយក៏តាំងចិត្តមួយគឺថាតូចចិត្តនឹងខ្លួនឯងមានជាតិជាខ្មែរធ្លាប់មាននៅអរិយធម៌មានវប្បធម៌ខ្ពង់ខ្ពស់សម័យមហានគរទៀតរដ្ឋជុំវិញនឹងសិតតែជាចំណោះមិនថារដ្ឋសៀមនឹងទេរដ្ឋសៀមទៅកើតឡើងទេអានឹងពីដើមរដ្ឋយើងតាលុកបុរីរដ្ឋសខោតៃរដ្ឋចាប់តាំងអំពីពួកឡាំប៉ាងឡាំភួននឹងសិតតែចំណោះយើងទេពីដើមហើយយើងមហាអំណាចឯកសារយើងមិនខ្វះទេដល់សម័យកដាលនឹងយើងប្រាជ្ញបុរាណអាចារ្យខ្មែរយើងជាប្រសង់ជាកុហកចាកម្ពីស្លឹកក្រឹតអីសម្បូរទៀតសម្បូរយើងទៅតែវាបែកបាក់ពីសម័យលង្វែកទៅយើងវាខ្សត់ហើយតមកតម្រាំនឹងមានសិភៅមានអីទៀតនឹងចឹងបានសំបីសម្ដេចព្រះសង្ឃរាជជួនណាតសម័យសម្ដេចសង្ឃរាជជួនណាតមើលសិភៅសៀមដែរតាពេលលោកសោយទីបង្គត់ទៅចេតដីលោកនឹងដាក់សារ៉ាត់ទីបនីរបស់មហាមង្គតអីហ្នឹងបាទឥឡូវលួយអស់ឥឡូវខូចឃើញកទី AVC ដាក់ពេលលោកសកុតទៅគឺយកសភៅឯកសារហ្នឹងយកទៅដាក់នៅក្នុងចេតដីលោកនឹងឯងហ្នឹងវាយើងស្រុកយើងវាក្រហើយដល់ពេលអញ្ចឹងទៅបានថាយើងធ្លាប់ជាប្រទេសមាននៅអរិយធម៌ខ្ពង់ខ្ពស់មិនចាំបាច់ទៅរៀនអក្សរស្រុកគេដើម្បីមើលអញ្ចឹងតាំងចិត្តតាំងពីក្មេងថាត្រូវតែធ្វើអត្ថកថាឲ្យចប់ឲ្យមានខ្មែរនឹងមានអត្ថកថាបាលីមើលនឹងហ្មងត្រូវតែមានឲ្យមើលហ្មងកុំយើងប្រទេសបណ្ណាបណ្ណៃមានជាតិមួយបរិជាណាចក្រកម្ពុជារហូតសពថ្ងៃគេហៅអីបរិជាណាចក្រអច្ឆរិយៈផងនោះ Kingdom of Wonder ណានោះផងណាហើយស្រំបីដល់សភៅធរគ្មានរៀននោះខ្មាស់គេខ្មាស់អ្នកចិត្តខាងខ្មាស់ជាតិភូមិខ្មាស់ជាតិមនខ្មាស់ជាតិឡាណាខ្មាស់ជាតិសរីលង្កាខ្មាស់ជាតិសៀមយើងខ្មាស់អញ្ចឹងបានខ្ញុំប្រកាសណាខ្ញុំតាំងចិត្តថាធ្វើម៉េចត្រូវតែមានអត្ថកថានឹងឲ្យចប់ឥឡូវនេះកំពុងធ្វើដីកាបន្តទៀតដែរថ្ងៃមុនជួបព្រះអង្គគ្រូចាអធិការវត្តវិសុទ្ធមគ្គព្រះអង្គគ្រូសានសបាយថាលោកគ្រូឯងរៀបចាត់ចែងដីកាមកថាអីទៅឥឡូវនឹងបើមិនមានអ្នកណាបោះពុំខ្ញុំកណាធ្វើឲ្យស្អាតទុកជា PDF ទៅ copy ទៅចែកទៅម្ដងយើងបោះពុំ10ក្បាល20ក្បាលទៅពុទ្ធបរិស័ទចូលរួមទៅវត្តណាចង់បានធ្វើចឹងទៅព្រោះសម័យនេះឥឡូវយើងមានម៉ាស៊ីន copy មានអីហាក់បីដូចជាពុំចឹងដែរទៅហើយយើងធ្វើទៅចែកគ្នាទៅឲ្យបាន70ឬក៏80មុខទៀតឥឡូវកំពុងតាំងចិត្តដាក់ភារៈដាក់ចិត្តថាធ្វើទៀតធ្វើសភៅហ្នឹងដោយសារមួយរយៈមុននេះអត់បានធ្វើព្រោះខ្ញុំប្រកាសថាខ្ញុំជាប់ប្រសេនិខេបបទជាប់តកតើនឹងរឿងពុទ្ធសាសនាទៀតនឹងគេហៅថាជាបាលី literature ជាប់តកតើអាហ្នឹងហើយនឹងជាប់តកតើជាមួយនឹងវត្តសាសពុទ្ធសាសនាដែលត្រូវសរសេរនិខេបបទហ្នឹងអញ្ចឹងក៏ជាប់សរសេរមួយរយៈទៅក៏អត់បានធ្វើឥឡូវចប់ហើយសរសេរចប់ហើយឥឡូវត្រូវធ្វើបន្តទៀតចាប់ពីគម្ពីរកច្ចយណៈទៅដែលជាបាលីវេយ្យាករណ៍នឹងរហូតធ្វើមូលដីកាឬក៏ដីការរហូតដីកាវិន័យដីការវិសុទ្ធបឋមឲ្យបញ្ចេញបដើចាប់ដើមធ្វើទៀតបន្តពីអត្ថកថាអញ្ចឹងអត្ថកថាហ្នឹងធ្វើបានហើយទៀតស្រុកយើងក៏អត់តន់មានឥឡូវហ្នឹងគុណចាស់នៅតាមវត្តហ្នឹងមិនចាំបាច់ពិបាកកំសត់ដោយសម័យខ្ញុំប្រកាសណាខ្ញុំ
ត្រូវទៅស្រុកគេតមកបានសភៅមកមួយក្បាលលីផងសែងផងទូលផងចឹងទេអត់បាច់ពិបាកអីចឹងទេឥឡូវនេះសម្បូរហើយក្រន់តែសរសេរកតាសមកខ្ញុំប្រកាសណាខ្ញុំដាក់ឲ្យមូលនិធិព្រោះបើសិនបើយើងទៅសុំមូលនិធិថាឥឡូវឲ្យមូលនិធិនឹងជួយបោះពុំ1500ចប់គេសួរទៅចុះវត្តណាខ្លះត្រូវការហ្នឹងនេះបោះពុំ1500ចប់ចឹងបើវត្តគឺថាឯងនឹងបោះពុំយកទៅលក់ចាយទៅគេថាអញ្ចឹងណាចឹងដើម្បីឲ្យមានផោះតាងសម្រាប់ឲ្យមូលនិធិហ្នឹងត្រូវការប្រសង់តាមវត្តហ្នឹងទៅសេកតាសដាក់មកខ្ញុំប្រកាសណាអាត្មាចាអត្តកាវត្តអីយ៉ាងនោះវាយត្រាភងមកបិណ្ឌបាតអត្ថកថាពីមូលនិធិអង្គការពុទ្ធសាសនានៅតៃវ៉ាន់ចំនួនមកចប់អីចឹងទៅវាយត្រាមកសញ្ញេនៅនឹងមកដាក់លេខទូរស័ព្ទនឹងមកហើយបានទាំងអស់ហ្នឹងមកប្រមូលមកចាំខ្ញុំប្រកាសណាខ្ញុំនឹងទៅជួបព្រះអង្គគ្រូមេគុណរាជនីភ្នំពេញនឹងពិភាក្សាថាពុទ្ធកៈបឋមសិក្សាមានប្រមាណហើយពុទ្ធកៈវិទ្យាល័យមានប្រមាណពុទ្ធកៈមហាវិទ្យាល័យមានប្រមាណសនុកយើងនឹងដាក់តាមបណ្ណាល័យដាក់តាមកន្លែងនោះអញ្ចឹងណាយើងប្រមូលស្រង់មកបានប្រមាណហើយតាមវត្តដែលស្នើសុំមកដាក់ឲ្យមូលនិធិគេហើយបើសិនបើយើងមានតែ500គេឲ្យតែ500ហ្នឹងឯងនឹងព្រោះខ្ញុំប្រកាសណាខ្ញុំមានសិលអត់ចេះទៅភូតភើគេទៅគេសុំដល់1000អីចឹងកើតទេតើតែមានឯកសារអំណាងចឹងប្រកាសប្រគេនតាមវត្តប្រសង់គ្រប់ព្រះអង្គដែលត្រូវការរៀនអត្ថកថាធោអាពិសេសគេដើម្បីគួបជាមួយនឹងបត្រៃវិដកប៉ុន្តែបើសិនជានៅបាត់ដំបងប្រកាសចឹងស្ទើរគ្រប់វត្តពួកបាត់ដំបងគេចូលចិត្តរៀនណាអ្នកបាត់ដំបងនេះគេរៀន3ដករៀនអត្ថកថាតាំងដល់ពីដើមមកគេចូលចិត្តនិយមប៉ុន្តែវិទ្យុយើងអត់ឮដល់បាត់ដំបងទេអត់ឮដល់បាត់ដំបងអញ្ចឹងបើសិនបើមានអ្នកអាចស្ដាប់តាម page Facebook ហ្នឹងណាជួយប្រាប់បន្តតាមវត្តទៅធ្វើកតាច្បាប់មួយមកស្នើសុំអត្ថកថាភាសាបាលីគឺថាឲ្យ free យើងទទួលឲ្យ free នឹងយើងចែកជូនឲ្យ free ទៅតាមវត្តនឹងដើម្បីបានយកទៅសិក្សាហើយប្រហែលថ្ងៃទៀតខ្ញុំកណ្ណាខ្ញុំនឹងចុះទៅស្រុកអូរងឪស្រុកកំណើតនឹងដើម្បីចែកព្រោះថាឲ្យឡើងមកយើអញ្ចឹងគេមកទេអស់សហុយអស់កាក់អីប៉ិនបើត្រៃបដកនឹងបោះពុំមកឈុតអស់$1000ជាងអីណា1500អីទៀតដល់10ឈុត15000បាត់ហើយ26វត្តចឹងឥឡូវយកទៅចោះចែកដល់វត្តត្មងទៅស្រុកខ្ញុំប្រកាសណាខ្ញុំមិនមានអ្នកនិយមសិក្សារៀនសូត្រធម៌អាបត្រៃបដកអីទេទៀតនឹងខ្ញុំប្រកាសណាខ្ញុំដែលពុះពៀតស៊ូជាមួយលោកគ្រូហ៊ានអហមអីហ្នឹងគឺថាជាការតាំងចិត្តអត់មាននរណារុញច្រានឬក៏គ្រូចាតកាគ្រូសូត្រណារុញច្រានដើម្បីឲ្យយើងមានឱកាសបន្តទៅការសិក្សាបត្រៃបដកអីអត់ទេការដែលនៅពីក្មេងគ្រាន់តែបួសនេនមកហើយទៅកាន់បៃដកហ្នឹងសក្រាចវត្តអាចារ្យគណៈកម្មការអីថាចេះតែអានបៃដកប្រេផ្ដាហ្មិចគេរៀនបត្រៃបៃដកហ្នឹងគេត្រូវរៀបបាយសីរៀបកអីណានោះប្រយ័ត្នបែកឆ្វេងឆ្កួតអីទៅអញ្ចឹងវិញទៅបានថាអូខ្មែរយើងឲ្យខ្មែរមិនក៏ជាតិយើងនឹងទៅយល់អញ្ចឹងនឹងមិនមែនខ្មែរទាំងអស់ទេបុគ្គលដែលមានជាតិជាខ្មែរដូចយើងនោះណាយើងចង់និយាយអញ្ចឹងណាមានជាតិជាខ្មែរដែរហ្នឹងមិនក៏យល់ទៅរៀនធោឆ្កួតអញ្ចឹងទៅវិញទៅហើយមនុស្សយើងនៅក្មេងតែអញ្ចឹងភ័យណាហ៊ានអានធោអានសភៅធោអីទៀតអញ្ចឹងបានថាយ៉ាប់បាទទៅបីថាមិនទៅមិនបានបត្រៃបដកទៅក្រន់បានតាំងនៅទូទៅបំរៀនប៉ុន្តែសំខាន់ផុតចង់ទៅហ្នឹងខ្ញុំកណាខ្ញុំនឹងឡើងនិយាយបកស្រាយខ្លះឲ្យមានការចង់ឲ្យជំរុញការអានដើម្បីយល់នៅក្នុងសច្ចធម៌ឬក៏យល់ក្នុងពធហ្នឹងយើងត្រូវអានសភៅរាប់រយពាន់មុខដែលយើងត្រូវការណាត្រូវការនឹងត្រូវការចេះដឹងនឹងហើយធ្វើម៉េចយើងចង់ជំរុញឲ្យបងប្អូនយើងជាពិសេសគឺគុណចាស់ហ្នឹងគឺថានិយមចូលចិត្តអានសភៅយើងគិតមើលពួកបរទេសពួកបច្ឆិមប្រទេសតាមកហ្នឹងវាមានសភៅមួយក្បាលកាន់យូរតាមដៃវាហ្នឹងឯងវាអីគាត់ពួកគាត់នឹងកាន់សភៅមួយក្បាលដល់មាត់ទលេគេអង្គុយអានគេសម្រាប់គេបើកសភៅអានគេមិនសូវចោលគេនិយមអានសភៅចឹងនិយមទៅកាន់បណ្ណាល័យអីដើម្បីអានសភៅអីហ្នឹង
បើនៅស្រុកយើងអត់មិននិយមទៀតយើងធ្វើយ៉ាងម៉េចដើម្បីបង្កើតហ្នឹងតែទៀតចង់ធ្វើបណ្ណាល័យចល័តមួយមើលទៅឲ្យបុគ្គលិកដាក់ពុទ្ធិកមនិតសភាសិភៅព្រះធម៌អាន free ឲ្យពួកនឹងដាក់តាមលំអដើរតាមសួនទៅមានសភៅធម៌ណាចង់អានទៅណាលោកគ្រូហ៊ាននាំមែនណាដើម្បីជំរុញមនុស្សឲ្យចេះអានណាបើអញ្ចឹងចូលវត្តលោកហ្នឹងហើយមួយថ្ងៃអីចឹងទៅឲ្យបុគ្គលិកដឹកអាហ្នឹងទៅយើងដាក់លំអហ្នឹងសភៅគ្រប់មុខទៅមានសភៅហ្នឹងយើងធ្វើកន្លែងសើកស្រួលបួលទៅចូលទៅវត្តទៅប្រកាសកូនចាស់ចង់អានសភៅមិនអានទៅយើងអង្គុយ4-5 ម៉ោងលោកយកទៅអានហ្នឹងអានហើយដាក់វិញទៅដឹកទៅវត្តមួយទៀតទៅតាមភូមិមួយទៀតអីមើលទៅមិនបង្កើតសភៅចល័តនេះសភៅធរចល័តបណ្ណាល័យចល័តទៅទៀតដើម្បីឲ្យមានការចង់ឲ្យជំរុញអានសិភៅទៀតហើយនឹងឯសភៅធររបស់យើងក៏មានច្រើនដែរយើងអាចប្រមូលសភៅទាំងអស់ហ្នឹងយកមកដាក់បណ្ណាល័យចល័តដឹកឲ្យមានអ្នកនិយមអានសិភៅធរឬក៏សភៅអីផ្សេងទៀតយើងដាក់ហ្នឹងទៅដាក់ធម្មបណ្ណាល័យចល័តអាន free ហ្មងណាយើងមានឱកាសទៀតដាក់ទឹកនៅនឹងទៀតជូន free ទៀតទៅឲ្យបានអានហើយភាសាទឹកផងទៅហ្នឹងមានអញ្ចឹងដើម្បីជំរុញឲ្យមនុស្សចេះអានសិភៅព្រោះមើលទៅបងប្អូនយើងសប្ងៃសូវនិយមឯងកូនចាស់ក៏អញ្ចឹងដែរបាននៅពីក្មេងគេថាបើរៀនចប់តែប្រជុំភិនវរៈមួយនោះចប់ហើយមើលទៅដូចចប់3 ដក3យើងគ្រូហ៊ានអមហ៎គ្រាន់តែចប់ប្រជុំភិនវរៈមួយនោះមានណាដល់អញទេអត់សូវអញ្ចឹងខ្ញុំបកណាខ្ញុំពីក្មេងអានេះនិយាយខ្លួនឯងណាវាហាក់បីដូចជាថាធម៌របស់ព្រះសម្មាសម្ពុទ្ធចប់ត្រឹមប្រជុំភិនវរៈចប់ត្រឹមកហិអីចឹងទៅចប់ត្រឹមវិន័យសាមណែរអីចឹងទៅវាដូចប៉ុណ្ណឹងមែនទេទៀតត្រូវសិក្សាមាន3 ដកមានអត្ថកថាមានអីកាអញ្ចឹងដូចជម្រាបប្រគេនជម្រាបជូនតាមសម្លេងហ្នឹងបើវត្តណាឬក៏គុណចាស់អង្គណាលោកត្រូវការអត្ថកថាភាសាបាលីហ្នឹងសូមនិមន្តទៅសេមកទៀតទៅសេជាច្បាប់ដាក់ស្នើសុំមកខ្ញុំប្រកាសថាខ្ញុំប្រមូលដាក់មូលនិធិដើម្បីឲ្យមូលនិធិហ្នឹងគឺគេចាត់ចែងបកគលឲ្យហើយអត់មានលក់អីទេយើងបានដោយ free ហើយរបស់បាននៅ free ហើយបើសិនបើមិនយកទៀតដូចមិនដឹងថាមិនទៀតទេនេះអានេះខ្ញុំប្រកាសណាខ្ញុំព្យាយាមអស់ហើយឥឡូវហ្នឹងគឺថាបានចាប់អត្តកថាព្យាយាមតែធ្វើដីកាឲ្យបន្តទៀតឲ្យបើសិនបើចេញដីកាឲ្យអត់ទទួលយកទៅរៀនទៀតទេអាហ្នឹងមិនដឹងថាមិនទេអាហ្នឹងដូចតែយើងកប់យកបល់ណា nothing to say អាហ្នឹងគឺថា nothing to say ហ្នឹងគឺថាកប់យោបល់មិនដឹងនិយាយថាមិនទៀតទេដូចមិនដឹងនិយាយថាមិនទៀតទេឥឡូវនេះយើងត្រឡប់មកមេរៀនរបស់យើងដែលយើងកំពុងតែសិក្សានៅក្នុងព្រះអភិធម្មនឹងតាមលំដាប់ដែលយើងជជែកវែកញែកហ្នឹងគឺទៅតាមលំដាប់នៅក្នុងគម្ពីរអភិធម្មត្តសង្កហៈអញ្ចឹងលោកគ្រូណាដែលយើងដេញទៅតាមលំដាប់នៃអភិធម្មត្តសង្កហៈនឹងនៅក្នុងអភិធម្មត្តសង្កហៈនឹងគឺជាការរួបរួមដោយព្រះអនុរុទ្ធាចារ្យមានការសម្ដែងជាប់តាក់ទងជាមួយនឹងចិត្តចេតសិករូបនិព្វានឥឡូវនេះយើងកំពុងរៀនពីចិត្តនៅក្នុងចិត្តសង្កហវិភាគដែលយើងកំពុងរៀននៅក្នុងបរិច្ឆេទទី1ហើយក្នុងបរិច្ឆេទទី1ហ្នឹងយើងបានមកដល់មហាកុសល8 ដួងហើយក៏បានគុណជាមួយនឹងបញ្ញកិរិយាវត្ថុ10ហ្នឹងទៅជាមហាកុសលហ្នឹង80 ដួងហើយនៅក្នុងបញ្ញកិរិយាវត្ថុហ្នឹងយើងបានសន្តានាហើយពីទានពីសិលភាវនាអបច្ចាយណៈវយេវចៈបតិទានបត្តានមោទនីហើយយើងបានទៅចែកហើយឥឡូវដល់ទី8សទ្ធម្មសវណ្ណគឺគេសទ្ធម្មសវណ្ណធម្មទេសនាមុនណាដូចមែនទេហ៎ខ្ញុំចាំមកដូចសទ្ធម្មសវណ្ណមកបានធម្មទេសនាមកដូចជាឧជុកម្មៈអញ្ចឹងលោកគ្រូចាន់ហួរខ្ញុំថាសទ្ធម្មសវណ្ណនឹងមុនណាបាទហ្នឹងគឺជា
cả trăm chút ba chân bọn nó hiền bậc cây một cái hù anh thì nó sập hơi cái than chống và cứ sập thăm mà sợ vào năng sập thăm mà sợ vào năng nó cứ kệ rồi ra đáp nơi và thổ ở lâu là kêu từng pi bằng priệp ở tiếng đó mấy ban chỉ ca đáp và thổ nâng rạp thà chi mà hà cụ xó được không cả nạ đáp nâng hỡi để ai cho rạp thà chi mà hà cụ xó ba nâng ta ca đáp và thổ nó dần mấy anh đáp dần mấy đôiព្រះសម្មាសម្ពុទ្ធជាអម្ចាស់ពេលដែលព្រះអង្គទទួលការរតនារបស់សហមបតីព្រំដែលបានរតនាព្រះអង្គនៅនឹងអជ្ជបាលនិក្រោធនឹងដែលសហមបតីព្រំនឹងបានរតនាព្រះសម្មាសម្ពុទ្ធសូមព្រះអង្គប្រកាសសម្ដែងពធសត្វលោកដែលមានធូលីតិចក៏មានប្រៀបបីដូចជាពួកអបុលអីចឹងឧបមានៅក្នុងនឹងពេលព្រះអង្គទទួលហើយព្រះអង្គទ្រង់បានពោលនៅព្រះឧទានគាថាយ៉ាងច្រើនប៉ុន្តែក្នុងចំណោមនៃព្រះឧទានគាថារបស់ព្រះសម្មាសម្ពុទ្ធនឹងមានពាក្យមួយថាអាបារតាអមតសទ្ធារីយេសោតវន្តោបមញ្ចន្តុសទ្ធាំងទ្វីនៃព្រះនិព្វានបើកហើយបុគ្គលអ្នកមានសតបសាទល្អចូលបញ្ចេញនៅសទ្ធាមកទទួលព្រះធម៌ចុះតើព្រះធម៌ឥឡូវតើតែខ្ញុំសួរថាការស្ដាប់ព្រះធម៌ហ្នឹងវាមានច្រើនបែបច្រើនយ៉ាងបច្ចុប្បន្នយើងនឹងដូចជាគុណចាស់ខ្លះលោកចូលចិត្តទេសនាសបាយសបាយឧទាហរណ៍ចឹងចុះហើយសបាយហ្នឹងគឺលើកពីរឿងនេះរឿងនោះរឿងនាងនេះចេះរឿងនាងនោះចុះរឿងតានេះចេះរឿងតានោះចុះអ្នកស្រុកនេះចេះអ្នកស្រុកនោះចុះទៅបានសោកក្អិលអីចឹងទៅអានឹងតើជាមហាកុសលថ្នាក់ដែលស្ដាប់ពធនឹងសត្វធម្មសវណ្ណងនឹងដែរឬអត់ឬយ៉ាងម៉េចពីព្រោះពេលខ្លះជាពាក្យព្រានបដៅក្នុងផ្លូវលោកជាធម្មតាទេឧទាហរណ៍ថាឲ្យខំប្រឹងប្រែងទៅហ្នឹងឯងរើស៊ីរើអីទៅកុំខ្ជិលច្អោសអីចឹងទៅឧទាហរណ៍ចឹងតែអាហ្នឹងវាជាសត្វធម្មសវណ្ណងទេឬក៏យ៉ាងម៉េចដូចជាមានការទេសនាជាកប្លុកជាកប្លែងអីចឹងទៅឬក៏យ៉ាងនេះយ៉ាងនោះទៅហើយសោចសប្បាយចឹងទៅពេលខ្លះទៅការទេសនាហ្នឹងគឺថាពេលខ្លះដូចក៏ប្លែងជាងប៉ាក់មីទៅទៀតហ្នឹងដូចជាងអាប៉ាក់មីទៅទៀតឧទាហរណ៍ចឹងណាជាងអាប៉ាក់មីមិនប៉ាក់មីគេបងឯងមកលេហៅគេអូយសំទោសទៅច្រឡំមាត់ឯងបើសារឲ្យតអ្នកកប្លុកកប្លែងគេច្រើនហៅអញ្ចឹងណាគ្រប់គ្នាលេងចង់វាយស្មើហើយដូចលោកប៉ាក់មីអីចឹងទៅក៏អ្នកកប្លែងចឹងទៅហើយតើសត្វធម្មសវណ្ណងតែតើស្ដាប់ប្រធូននឹងស្ដាប់ប្រធូននឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅជាមង្គលទៅទៀតកាលេនធម្មសវណ្ណងព្រះអង្គត្រាស់ថាការស្ដាប់ពធតាមកាលនឹងជាមង្គលដ៏ឧត្តមទៅទៀតនឹងនៅក្នុងមង្គលសូត្រតើការស្ដាប់ពធយ៉ាងម៉េចដែលរាប់ថាជាកុសលដែលកើតនៅមហាកុសលនឹងហើយមហាកុសលនឹងដែលកើតឡើងនឹងកើតវាត្រូវមានបញ្ញាអីនៅក្នុងនឹងដែរឬយ៉ាងម៉េចមហាកុសលហ្នឹងលោកគ្រូចាន់នោះឬក៏ចេះស្ដាប់ក៏ស្ដាប់ធម៌ហ្នឹងទៅវាមានកុសលកើតឡើងជាញាណវបយុត្តប្រច្ចបញ្ញាដែរអីចឹងឬក៏យ៉ាងម៉េចទៅការស្ដាប់ពធដែលរាប់ថាជាមហាកុសលមួយក្នុងបញ្ញកិរិយាវត្ថុ10ហ្នឹងអញ្ចឹងជើញលោកគ្រូហេតុណហមនិងលោកគ្រូចាន់ហ៊ូដេញដោគ្នាបន្តិចទៅខ្ញុំស្ដាប់ម្ដងចាសូមអនុមោទនាបាទជើញលោកគ្រូហេតុណហមមកត្នេះមកហើយជើញលោកគ្រូចាន់ហ៊ូមកត្នេះមកបាទជាបឋមសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃព្រះរតនត្រ័យ
ទាំង3គឺព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់លើសលោកសូមនមស្ការក្រាបថ្វាយបង្គំកណ្ណាគុណចាស់គ្រប់ព្រះអង្គសូមគោរពដល់លោកគ្រូទាំងពីររូបមានលោកគ្រូធម្មអនន្តលោកគ្រូច័ន្ទហួរសូមគោរពដល់លោកតាបណ្ឌិតកុលភេងបាសិកាកុលកំផាឡាព្រមទាំងពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលកំពុងតាមដានស្ដាប់នៅក្នុងកម្មវិធីមានអង្គលជីវិតតាមគន្លងនៃព្រះពុទ្ធសាសនាបាទតាមការរៀបរាប់របស់លោកគ្រូជាប់តកតងក្នុងរឿងការសិក្សានៅព្រះធម៌យើងឃើញថាតម្រាំបានការចេះដឹងហ្នឹងគឺចម្បែងណាស់តាមស្ដាប់ការដែលរៀបរាប់របស់លោកគ្រូហើយយើងឃើញថាការឆ្លងកាត់សិក្សារៀនសូត្រត្រូវមានការប្រឹងប្រែងការព្យាយាមសម្បើមែនតើហ្នឹងហើយដើម្បីស្វះស្វែងរកឯកសារមកសិក្សារៀនសូត្រហ្នឹងគឺថាលំបាកឥឡូវនេះឯកសារក៏មានគ្រប់គ្រាន់សម្រាប់កណ្ណាគុណចាស់ពុទ្ធបរិស័ទយើងដែលត្រូវក្នុងការសិក្សារៀនសូត្រទោះបីជាមិនតាន់មានអត្តកថាមកសិក្សាឥឡូវហ្នឹងក៏យើងបង្កើតឲ្យមាននឹងកើតឲ្យមានហើយសភៅផ្សេងទៀតក៏យើងកំពុងតែបង្កើតឲ្យមានហ្នឹងហើយលោកគ្រូបានរៀបរាប់ជាប់តទៅនៅក្នុងរឿងការធ្វើសភៅដីកាអត្តកថានឹងក៏គួរឲ្យជាទីជ្រះថ្លាហើយសម្រាប់ពុទ្ធបរិស័ទយើងក៏នឹងបានឱកាសក្នុងការសិក្សាឥឡូវហើយខ្ញុំកណាត់ខ្ញុំបាទនេះក្រងរបស់កំពីជានីលង្ការៈដីកាហ្នឹងហើយឃើញពុទ្ធបរិស័ទយើងបានចូលរួមបានប្រហែលជា500ក្បាលហើយបាទហ្នឹងហើយព្រោះគម្រោងយើងបោះគឺ1000ក្បាលអញ្ចឹងទៅតែនឹងបាន500ក្បាលទេមិនតាន់បានគ្រប់ចំនួនដែលយើងត្រូវបោះឬក៏ត្រូវឡើងរោងពុម្ពហើយក្នុងការដែលយើងប្រឹងប្រែងព្យាយាមដើម្បីបង្កើតសិភៅនេះគឺថាព្យាយាមមែនតើបង្កើតបានហើយនឹងខ្វះអ្នកអានទៅទៀតហ្នឹងហើយខ្វះអ្នកអានខ្វះសិក្សាអ្នកសិក្សារៀនសូត្រហើយលោកគ្រូមានប្រសាសន៍ជាប់តកតងក្នុងរឿងបង្កើតបណ្ណាគារសម្រាប់ក្នុងការអានបណ្ណាគារចល័តគឺថាតាមវត្តអារាមឬក៏តាមទីសាធារណៈមនុស្សច្រើនអីយ៉ាងណាអាហ្នឹងគឺយើងបង្កើតដើម្បីឲ្យមានខ្ញុំកណ្ណាខ្ញុំបាទគ្រប់គ្រងទៅគំនិតហ្នឹងគឺថាជាការគិតដ៏ត្រឹមត្រូវសម្រាប់ដើម្បីឲ្យពុទ្ធសាសនិកឬក៏អ្នកដែលមិនតាន់បានកាន់ពុទ្ធសាសនាហ្នឹងក៏គេអាចឆ្លៀតឱកាសមើលខ្លះអីចឹងដែរបើមានបណ្ណាគារបណ្ណាល័យចល័តនឹងសម្រាប់ក្នុងការអានហ្នឹងគឺអាចឆ្លៀតឱកាសក្នុងការមើលអីដែរពេលខ្លះទោះបីជាមិនបានកាន់ពុទ្ធសាសនាក៏គេចង់ដឹងកិច្ចសាកល្បងមើលអីចឹងទៅវាអាចតាក់ចិត្តតាក់អារម្មណ៍ក្នុងការអានក្នុងការសិក្សារៀនសូត្រក៏អាចត្រឡប់មកកាន់ពុទ្ធសាសនាក៏អាចថាបានដែរប៉ុន្តែគ្រាន់ថារឿងនេះតតែចំណាយប្រាក់ខ្លះអីចឹងដែរបាទដើម្បីចាក់សាំងឡានសាំងម៉ូតូអីចឹងទៅបាទការបង្កើតនឹងគឺយើងរៀបចំឲ្យមានថ្នាក់អីចឹងទៅតាមដាប់សម្រាប់ដាក់សិភៅដាក់អីហ្នឹងតោះតែបង្កើតអញ្ចឹងហ្នឹងហើយបង្កើតអញ្ចឹងទៅការជំរុញឲ្យពុទ្ធបរិស័ទយើងនឹងក្នុងការសិក្សារៀនសូត្របាទលើនេះគឺយើងចូលមកសិក្សានៅក្នុងមេរៀនរបស់យើងដែលលោកគ្រូបានលើកឡើងជាប់តេតើងនៅក្នុងសវណៈមជ្ឈៈគឺថាបនសម្រេចអំពីការស្ដាប់ហ្នឹងហើយគឺថាបនសម្រេចអំពីការស្ដាប់គឺ
តែស្ដាប់ចឹងមិនបានសម្រេចទៅជាបុណ្យកុសលប្រទៅជាបញ្ញាជាញាណសម្បយុទ្ធអីហ្នឹងយើងឃើញនៅក្នុងអង្គធัวដែលនាំឲ្យកើតនៅបញ្ញាហ្នឹងគឺមានពីរគឺបរតោខោសៈនឹងមួយហើយនឹងយោនិសោមនសិការៈនឹងពីរហ្នឹងយើងឃើញអង្គពីរហ្នឹងដែលជាហេតុនាំឲ្យកើតនៅបញ្ញាហើយវាចំនឹងមេរៀនដែលយើងកំពុងតែសិក្សាកំពុងតែរៀនសូត្រហ្នឹងហើយគឺបរតោខោសៈគឺសំដៅយកការស្ដាប់អំពីអ្នកដទៃនឹងឯងហើយយើងឃើញថាក្រៅអំពីព្រះបច្ចេកពុទ្ធក្រៅអំពីព្រះសម្មាសម្ពុទ្ធគ្រប់គ្នាទាំងអស់គឺត្រូវតែបានស្ដាប់អំពីអ្នកដទៃទើបបានសម្រេចមគ្គផលនឹងនិយាយដោយខ្ពស់ទេគឺថាដោយអុក្រិតគឺត្រូវតែបុគ្គលនឹងឯងស្ដាប់អំពីអ្នកដទៃប្រយោជន៍សំខាន់គឺថាបានសម្រេចមគ្គផលបានដល់នៅព្រះនិព្វានហ្នឹងគឺតាមរយៈនៃការស្ដាប់ព្រះធម៌នឹងឯងនឹងគឺជាគុណប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ដែលសាវកសាវិកាគ្រប់រូបទាំងអស់បានធ្វើដំណើរទៅហើយបានត្រាស់ដឹងហើយបានរួចផុតចាកទុក្ខហើយគឺតាមរយៈនៃការស្ដាប់នឹងគុណប្រយោជន៍ក្រៃលែងមែនទែនហើយយើងគិតមើលវាចាព្រះបច្ចេកពុទ្ធនិងព្រះសម្មាសម្ពុទ្ធហើយបើយើងស្ថិតនៅក្នុងជាសាវកបារមីញាណគឺថាដើម្បីបានត្រាស់ដឹងធម៌វាចាការស្ដាប់ការសិក្សារៀនសូត្រនឹងហើយនឹងបានត្រាស់ដឹងធម៌នឹងយ៉ាងម៉េចទៅវាអត់រួចទេសូម្បីតែព្រះសរិបុត្រទៅកំពូលផ្នែកខាងបញ្ញាមិនពេញបារមីមកគឺថាមានបញ្ញាឆ្លៀវឆ្លៀសណាស់ក៏ប៉ុន្តែទីបំផុតត្រូវតែបានស្ដាប់អំពីសំណាក់អ្នកដទៃទៀតនឹងគឺជាគុណប្រយោជន៍សំខាន់ដែលយើងត្រូវបានទទួលស្គាល់ថាថ្នាក់ស្ដាប់ព្រះធម៌នេះគឺរមែងនាំឲ្យកើតនៅបញ្ញាគឺតេតងជាមួយគ្នានឹងការដែលយើងបានស្ដាប់អំពីសំណាក់អ្នកដទៃធ្វើយោនិសោមនសិការៈត្រឹមត្រូវដើម្បីតាមដានក្នុងព្រះធម៌នឹងឯងក្នុងសម័យពុទ្ធកាលអ្នកដែលបានស្ដាប់ព្រះធម៌ដែលបានត្រាស់ដឹងស្ដាប់ហើយបានត្រាស់ដឹងស្ដាប់ហើយត្រាស់ដឹងគឺមិនមែនមិនយកចិត្តទុកដាក់ក្នុងការពិចារណាតាមក្រសែនៃព្រះធម៌ទេអញ្ចឹងបានយើងឃើញព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងទៅជាមួយនឹងឧបាសកបាសិកាថាបុគ្គលនឹងឯងមានចិត្តទន់ហើយស្រួលហើយដូចជាយើងធ្លាប់បានស្ដាប់រឿងព្រះពីរយៈអីហ្នឹងហើយគឺថាព្រះអង្គទ្រង់មិនបានប្រកាសសម្ដែងទៅតែម្ដងភ្លាមទេបើបុគ្គលនោះឯងតែសារក្នុងការចង់ស្ដាប់ក៏ដោយតែបើចិត្តហ្នឹងវាមានការរំពើបញាប់ញ័រនៅឡើយទេគឺព្រះអង្គទ្រង់រងចាំការពេលវេលាឲ្យស្រួលសិនទៀតទោះបីជានឹងមានបារមីមកគ្រប់គ្រាន់អាចដើម្បីត្រាស់ដឹងធម៌ក៏ពិតមែនហើយក៏ប៉ុន្តែបើក្នុងកលៈទេសៈដែលប្រព្រឹត្តទៅកំពុងតែហត់កំពុងតែលំបាកហើយចិត្តនឹងវាមិនតន់នឹងថឹងល្អទេមិនតន់បង្អោនទៅតាមក្រសែនៃព្រះធម៌របស់ព្រះអង្គទ្រង់ប្រកាសសម្ដែងទេគឺព្រះអង្គមិនប្រកាសសម្ដែងនៅព្រះធម៌ទេទោះបីជាព្រះអង្គប្រកាសសម្ដែងក៏នៅតែមិនអាចត្រាស់ដឹងចឹងតោះតែចិត្តនឹងវាស្រួលបង្អោនទៅតាមក្រសែនៃពធដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកអានឹងបានព្រះអង្គប្រកាសសម្ដែងទៅបានត្រាស់ដឹងធម៌នេះគឺជាការសម្ដែងបញ្ជាក់ទៅនៅក្នុងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានស្ដាប់ហ្នឹងគឺអ្នកដែលបានស្ដាប់ហ្នឹងគឺត្រូវតែមានការយកចិត្តទុកដាក់បង្អោនទៅដើម្បីតាមដាន
នៃធម្មទេសនាឬក៏ការប្រកាសសម្ដែងនៅព្រះធម៌នឹងទើបបានជាគុណប្រយោជន៍ទើបបានត្រាស់ដឹងធម៌ទើបបានព្រះនិព្វានបានសោតាបានសក្តិបានអនាគាបានព្រះអរហន្តអីហ្នឹងគឺបុគ្គលទាំងអស់ហ្នឹងមិនមែនជារឿងដែលមិនបង្អោនចិត្តទៅតាមលំដាប់នៃក្រសែនៃពធនោះទេគឺទាស់តែបង្អោនចិត្តទៅដោយយកចិត្តទុកដាក់ទេទើបអាចដើម្បីចាក់ធ្លុះមគ្គផលបានណាឥឡូវនេះនៅក្នុងសេចក្តីនេះខ្ញុំប្រកាសណាខ្ញុំបាទលើកឡើងចំណុចខ្លះទោះបីជាសម្ដែងយ៉ាងណាក៏នៅតែមិនអស់សេចក្តីដែរនៅក្នុងរឿងសមណៈមយៈហ្នឹងគឺថាបុណ្យសម្រាប់អំពីការស្ដាប់សវនៈហ្នឹងគឺថាការស្ដាប់ទៅណាហ្នឹងហើយគឺការស្ដាប់ដោយយកចិត្តទុកដាក់យ៉ាងណាឥឡូវយើងបានស្ដាប់ប្រសូតនេះដែលខ្ញុំកណាខ្ញុំបាទលើកឡើងខ្លះមួយចំនួនមកហើយក៏ប៉ុន្តែចង់លើកឡើងនៅក្នុងចំណុចបធរហ្នឹងដើម្បីជូនដល់លោកគ្រូច័ន្ទហួរឲ្យជួយរង្គីសេចក្តីជាប់តេទៅនៅក្នុងរឿងការស្ដាប់ដូចអ្នកខ្លះគាត់និយាយថាខ្ញុំស្ដាប់រាល់ថ្ងៃដែរមិនបានជាមិនត្រាស់ដឹងធូរអញ្ចឹងគ្រូណាខ្ញុំតាមដានស្ដាប់ដែរហ្នឹងហើយតាមដានស្ដាប់ប្រឹងអីដែរមិនបានមិនត្រាស់ដឹងធូរមិនបានមិនកើតបញ្ញាហើយស្ដាប់ទៅចេះតែភ្លេចវិញអីក្រែងបញ្ញាហ្នឹងវាកើតឡើងចេញអំពីការស្ដាប់ពធហ្នឹងហើយចុះមិនក៏ខ្ញុំនឹងខំប្រឹងតាមដានស្ដាប់ដែរមិនជានៅតែមិនកើតនៅបញ្ញាអីចឹងគាត់តែងតែពូលអញ្ចឹងរឿយហាក់បីដូចជាថាការស្ដាប់ពធទៅវាអត់បានប្រយោជន៍អំពីការស្ដាប់ពធអញ្ចឹងប៉ុន្តែសេចក្តីនឹងយ៉ាងណាសូមលោកគ្រូជួយបញ្ជាក់ក្នុងរឿងនេះបាទសូមក្រុមជើងគ្រូច័ន្ទហួរបាទសូមអរគុណណាស់ចំពោះលោកគ្រូទាំងពីរដែលបានរៀបរាប់នៅសេចក្តីនៃព្រះធម៌ពិរោះទៀតណាមានលំដាប់ដោយទៅតាមសាច់រឿងដែលត្រូវកើតឡើងជាមួយនឹងមេរៀនខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យទាំង3នមស្ការកណាជាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់នៅក្នុងសាសនាមណ្ឌលសូមធ្វើគិរវៈចំពោះលោកបណ្ឌិតកលភេនៅឧបាសិកាកលកឹមផល្លាសូមគោរពចំពោះលោកគ្រូទាំងពីរសូមគោរពជំរាបសួរពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលកំពុងតែទស្សនាតាមពេកក្តីកំពុងតែស្ដាប់តាមវិទ្យុក្តីដោយសេចក្តីគោរពរាប់អានដល់ខ្ពង់ខ្ពស់អំពីខ្ញុំបកករណាខ្ញុំបាននឹងយើងចូលមកដល់ចំណុចនៃបញ្ញកិរិយាវត្ថុចំណុចទី8ទៀតណាគឺធម្មសវនមយៈធម្មសវនមយៈគឺមយៈនឹងគឺសម្រេចគឺបនដែលសម្រេចអំពីការស្ដាប់នៅព្រះធម៌ហើយអំបញ្ញមិញនេះគឺលោកគ្រូធម្មនន្ទគាត់បានលើកឡើងជាបញ្ហាថាតើការស្ដាប់នៅព្រះធម៌ដែលសម្រេចទៅជាបនជាមហាកុសលទាំង8ដួងនោះហើយការទៅស្ដាប់នៅធម្មកថាមានការកប្លុកកប្លែងសម្ដែងទៅទាំងលោកក៏មានការសើចក្អាកក្អាយទាំងពុទ្ធបរិស័ទក៏សប្បាយរីករាយកើតនៅបិតិសមនស្សសើចសប្បាយដូចជាការទស្សនាដូចជាការបានស្ដាប់នៅអ្នកកប្លែងល្បីអញ្ចឹងតើពាក្យពេចន៍ទាំងអស់នឹងជាព្រះធម៌ដែលគួរការស្ដាប់សម្រាប់ទៅជាមង្គលព្រោះតែកើតនៅកុសលមហាកុសលណាមួយដែរទេអានឹងជាបញ្ហាមួយរបស់លោកគ្រូធម្មនន្ទហើយបញ្ហារបស់លោកគ្រូហៀនហំអានឹងនិយាយពីរឿងពុទ្ធបរិស័ទស្ដាប់ទៅមិនចេះមិនចាំមិនយល់មិនកើតបញ្ញាសូមឲ្យបានជ្រាបថាពាក្យថាព្រះសទ្ធំទៀតណាបើយើងបែងចែកឲ្យបានយល់នៅក្នុងពាក្យថាព្រះសទ្ធំឬក៏នៅក្នុងបទនៃ
គាថាសាវតគាថាគឺត្រៃសរណគមដែលយើងតែងនិសូតថាតហំមាំងសរណង្កេចហាមិពាក្យធរនឹងពាក្យសធមនឹងណាដែលជាធរស្ងប់ធររបស់សប្បុរសនឹងគឺបានដល់ធរ10យ៉ាងទៀតណាបើយើងសូត្រទៅក្នុងបទគុណនេះយើងដឹងគឺពធនឹងគឺសំដៅយកនៅព្រះបរិយត្តិធម៌1ហើយមគ្គ4ផល4និព្វាន1ដែលហៅថានវលោកកតរធម៌9ធម៌ទាំងអស់ហ្នឹងឈ្មោះថាជាព្រះសទ្ធមឈ្មោះថាជាធម្មៈទេណានឹងដែលយើងគួរដល់ការដល់ជាទីពឹងជាទីរលឹកណាប៉ុន្តែសម្រាប់នៅក្នុងបញ្ញកិរិយាវត្ថុនេះគឺយើងយកតែព្រះបរិយត្តិមួយមកទេចំណែកមគ្គ4ផល4នៅពៀន1ហ្នឹងជាធម៌ដែលយើងត្រូវបានសម្រេចបានពលត្រូវណាបានសម្រេចបានពលត្រូវនៅសច្ចធម៌ហ្នឹងអានឹងក្រោយពីយើងបានស្ដាប់ដោយយកចិត្តទុកដាក់យ៉ាងណាប៉ុន្តែធម៌ដែលជាបរតោកោសៈជាអង្គដ៏សំខាន់នាំឲ្យកើតសមាធិដែលលោកគ្រូហេតុហមបានលើកឡើងអំបញ្ញមិញហ្នឹងគឺសំដៅយកព្រះបរិយត្តិធម៌ស្អីទៅបរិយត្តិធម៌ដែលជាបរតោកោសៈបច្ច័យដ៏សំខាន់នោះបរិនិយត្តិគឺដល់ដោយជំវិញគឺធម៌ដែលគួរដល់ការសិក្សារៀនសូត្រនឹងដោយជំវិញគឺសំដៅយកព្រះត្រៃបិដកដែលជាព្រះសូត្រព្រះវិន័យនិងព្រះអភិធម្មព្រះសូត្រវិន័យនិងព្រះអភិធម្មនឹងបើយើងបែងចែកទៅតាមនិកាយបែងចែកទៅតាមធម្មខណ្ឌអីក៏នៅក្នុង84000បឋមខណ្ឌដែលជាពុទ្ធវចនៈនឹងឯងគឺជាធម្មៈដែលគួរដល់ការស្ដាប់ធម្មៈសវនមយៈគឺជាធម៌គួរដល់ការស្ដាប់គួរដល់ការយកចិត្តទុកដាក់នឹងជាទីកើតនៅបញ្ញាហើយប្រព្រឹត្តបដិបត្តិទៅតាមប្រធមនឹងនឹងបានសម្រេចនៅបដិវេទជាមិនខានឡើយអញ្ចឹងការដែលសំដែងនៅប្រធមលើកពីអ្នកនេះលើកពីអ្នកនោះលើកពីលោកតានេះលើកពីលោកតានោះលើកពីនាងនេះនាងនោះកន្លែងនេះកន្លែងនោះលើកឡើងទាំងពាក្យពេចន៍ទាំងអស់ហ្នឹងមិនមាននៅក្នុងពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឬក៏ដូចជានៅក្នុងបគាថាធម្មបទអត់មានជាគាថាណាទេឬក៏នៅក្នុងប្រសូតក៏អត់មាននៅក្នុងព្រះវិន័យក៏អត់មានសូម្បីតែនៅក្នុងព្រះអភិធម្មជាប់តាក់ទងនៅដោយបរមត្ថធម៌ឬក៏នៅក្នុងគម្ពីរធំមានគម្ពីរធម្មសង្កណីកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាក៏អត់ដែរលើកពីរឿងរ៉ាវរបស់អ្នកស្រុកដែលនិយាយពាក្យណាដែលនាំឲ្យអស់សំណើចក៏អន្តតាំងចិត្តថានិយាយយ៉ាងណាដើម្បីឲ្យអ្នកស្ដាប់នឹងបានសោយសប្បាយនឹងមិនមែនជាធម៌ទេនឹងពុទ្ធបរិស័ទចាំនឹងគុំនិយមចូលចិត្តពេកទៀតណាធ្វើឲ្យបករណាជាម្ចាស់ដែលជាអ្នកទ្រទ្រង់ធម៌វិន័យដែលខំសិក្សាពុទ្ធវចនៈខំស្វាធ្យាយទន្ទិញនៅបត្រៃបិដកអត្តកថាពេលដែលលោកសំដែងដោយមានការសង្រួមស្ងប់ស្ងាត់ល្អអញ្ចឹងទៅនាំគ្នាស្ដាប់ទៅរវើរវាយទៅហើយអត់សុបាយចិត្តអីអញ្ចឹងទៅហើយពុទ្ធដីកាមែនណាទៀតណាហើយស្រាប់តែចូលចិត្តទៅរឿងកប្លុកកប្លែងអីនិយាយចូលទៅក្នុងសម្ភបលាបៈដោយច្រើនលោកអ្នកសំដែងធរខ្លួនឯងនឹងក៏ចូលទៅពាក្យរយរាយឥតប្រយោជន៍ណារយរាយឥតប្រយោជន៍ទៅគឺកើតនៅអកុសលមូលដែលនាំដល់ការសម្ភបលាបៈមានលោភៈជាមួយមោហៈឬក៏ទោសៈជាមួយមោហៈអញ្ចឹងទៅ
anh chừng nhang nè sạp nâng ai rồi bơ rồi vì cao nó sao mà nó bật tới khăn lộp hẹ ấy đây chẳng tử anh nâng mình mến chỉ ong rồi bó thom mà có thực tế hay thò nâng mến cua đó ca sạp đấy nó thì nè vì mến chỉ ba là tao khô sạp bạch chay để cho đẹp tôn chỉ môi nâng pra ba là giá thôi chỉ bật vào chẳng ná ê sạp tơ mến cao bảnh nha sạp tơ mến cao nơi mà ha cộ so đi đòi cho nó cao nâng khăn rương sau mà nó đã bật tới khăn lộp hẹ nâng ấy nó dương thử sức xa chẳng hết tiền á rồi nôm đi mau bay mất thì nè bay bồng vai nơi ca du khơi được on nó tỏ lóp mô trô com trô nơi bạc cà ra chi mày cha đại chỉ nè bu trầm trơ trô trung tho a sạc kha vì này thì muốn lột tơ tê na ngọp nghiêm ngạt lõ miên ca sùng ruom bị bích pôl mau lược ẩm nang miên xa ta các trầm trơ trên bị lê dương và nè và kia tha ní bỏ ong và rộp chùm bố bố cô na ti cả lại na thà nà nè đây chỉ cam sập sai nơi bút đầu vạch nè rồi bỏ ra sầm sạm bật bây giờ nòm kia từ dùng để bờ rương đi môn lột từ cặp lại chấn sờ bài chấn tàng lột nó còn bật tới chỉ tốt tàng bút đầu bò sa còn bật tới chỉ tốt nó không khả năngในการสดับหนึ่งnâng lại na thó chỉ thó hay lục lược là nơi rương rào nơi trong một bộ sát ná rồi còn nơi trong bậc kia thái chỉ thó hay lại khá một cái thó vì cho ơn pê tử chúng ca lược nơi trong thó nâng miền ca vô bịa đó bó propos nâng vô một cái hai đàn dây tùy thế nè vừa dạng mấy ai đã ban bò là sao nâng sao ấy lên đi cổng pung mà ha nì dùm mà ha nì dùm hay tới chi cổ hoa nè sầm đại anh tho đôi chỉ lục ru ạc kẹp bản đất bút sổ vông lục ru thom mà bản đất ru sụp hát lục ru xem lục ru cây một mốt ấy chỉ đã hơn chân thầy ca sầm đại mà thó tiền á tới chỉ miên ca sùng ruộng đã là o tới bệnh ai bạc ca ná chi mà chắc luôn ai chỉ bắp bởi chân đáp tớiខ្ញុំកាលណាបបាអីពុទ្ធបរិស័ទចេះតែខលទូរស័ព្ទចូលទូរស័ព្ទដៃខ្ញុំកាលណាសំណុំពោឲ្យកាលណាជាម្ចាស់ហ្នឹងគឺថាកុំឲ្យលេងសើចច្រើនពេកពេលខ្លះស្ដាប់ក្នុងកម្មវិធីដែលលោកចាក់ម៉ោងនានាហ្នឹងស្ដាប់ទៅលេះលោះមែនទែនក្នុងការសម្ដែងធម៌ទៀតហើយសោយឲ្យកិលនឹងស្អីទៀតមហាកសលឬដោយច្រើនកលោភៈណាទៀតណានឹងមិនបដិសេធទេរឿងមហាកុសលក៏អាចប្រព្រឹត្តទៅបានដែរប៉ុន្តែយើងមើលសមុទ្រឋានដែលនាំឲ្យកើតសើចមើល6យ៉ាងមើលអាការសើចនោះមានសេតហសេតវិហសេតអតិហសេតនិងអវហសេតនិងឧបហសេតនេះអវហសេតឧបហសេតនេះសោចរហូតទៅដល់ហៀទឹកភ្នែករហូតដល់ញ័រកាយអស់ជាការសើចរបស់បទុជនដែលប្រព្រឹត្តទៅដោយច្រើនដល់អំណាចនៃលោភៈដែលជាសោមនស្សយើងសិក្សាអញ្ចឹងទៅវាអូមែនបធរសម័យយើងមើលសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងឡើងក្នុងលោកអូសត្វលោកមកស្ដាប់ធម៌ព្រះអង្គសោចកិលអញ្ចឹងហ៎ខ្វះការគោរពចំពោះព្រះអង្គអញ្ចឹងហ៎ហើយអាកសាវៈអាស័យតិមហាសាវៈយើងសិក្សាមកជាលំដាប់លំដោយមកប្រធេរៈធំដែលមានការសម្ដែងនៅក្នុងឆចកៈសូត្រអីហ្នឹងដែលបានសម្រេចបធរជាលំដាប់មក60អង្គអីទាំងអស់ហើយយើងមើលដំណើរព្រះបាទអាជាសតុដែលចូលទៅក្នុងវត្តដូចជាជីវកម្មវត្តណាយើងមើលឲ្យស្ងាត់ជ្រាបហ្មងទៀតព្រះសម្មាសម្ពុទ្ធគង់នៅព្រះភិក្ខុសង្ឃរាប់រយរាប់ពាន់អង្គណារហូតដល់ព្រះបាទអាជាសតុគិតតែអាយ៉ាតិចចាញ់ក៏ល្បិចគេទៅមិនក៏ស្ងាត់ម៉េះនឹងជាវិស័យរបស់សមណៈអ្នកបួសត្រូវតែមានឥន្ទ្រីសគុតសគុំគួរតែជាទីជ្រះថ្លាកាយក្តីវាចាក្តីត្រូវតែរៀបរយយើងមើលសូម្បីតែការនិយាយគ្នាណាប្រសិនបើក្នុងប្រវែងប្រមាណជា6ហាត់លោកគ្រូហើយ12ហាត់បាទមានការនិយាយប្រមាណ12ហាត់ហ្នឹង6ម៉ែត្រហ្នឹងគឺថា
ao nè rồi tây đăng xịt đây để luôn ai này giấy lư lư nứng có bạn đấy ca này giấy đây nó cứ này giấy tí tí miền ca sùng rùm là phụ này cron nó tại kết thang phụ xăm mà nè nâng cứ tha miền ca này giấy tịch tịch chân nhìn trôi rồi chết dương cùng này giấy khang khang anh chẳng thấy cái có riệp rồi bia cha có riệp rồi chỉ a cha rá nâng cô cha rá mình mẹ bật tới chỉ na cha rá cô cha rá vì pra bật cái lõ bia cha lõ đứa cái bia cha nó ai ba lõ ấy chẳng từ nè ăn miên một từ ấy rương sao rương sập bài đôi chỉ ca ảnh chơi nâng crom chạ cặp play nâng mo đầm bay cặp play ấy chân tới có bong chia đầm lại play cặp play nâng bầm man mà ông vừa rồi đó là rồi có bô chia và tho nâng tới chỉ lẹ cả nát đôi chua lột màu cặp play anh cùi sao anh chẳng nâng trong cả nát trong ban giờ đo là món ngày nâng bồng quay cùng nứt bò rồi sạp tầng on nâng bay mà rồi bà thọ bật mên thì nè công cho chất ở rừng gặp lại nâng bề trơ thì giấy công thì dôm bế nó thì nè đang chân tất cả ná chìm chát đại lô khom riêng sòng ruông đốc sòng đáy tam thọ vì nấy lên cho chất lên thì dôm mà liền chẳng tự hãy thua ai sát na nó dạng mấy presa thom dạng mấy trơ vì nè đã ra bò rồi sát tầng ó ni dôm mà rừng gặp chạc gặp lại gặp lốc gặp lại крау thọ крау vì nấy chỉ xăm phá bà lá phá bà giác nè nhìn dôm nè sức tờ rừng nó rũa sức tờ rừng bay vô phùm nè đang dương đăng vậy họ đo chẳng thế dương sắc xa phải ai mà thóm dương bữa on thò mà dạng mày nha thò để dương tờ sẽ đạp trong tin ní cứ bắt tay bị đỏ tiền bắt tay ra giá để thò phổ phốt đầu quay chân namประกอบด้วยองผมmuốn miền sốt tắc cây dạo về gì cả nát kia thao ưu tiên y tế một cái chuyện đó về anh áp phốt được thò mẹ về được lẽ chỉ đào nâng thò được on nâng ai đại tới tại miền cả đàm bán tới chỉ thom mẹ sợ và nè rứa có sập thom mà sao và nàng cứ mà ha của so nước ban cả lại có phần tay sầm rạp nơi trong cùng pi Paramata thì các và lô ban tuần dừa đây pro sân bảo bị bệnh na đại po tới hơi mình mến chỉ bị bệnh để rồi chỉ xăm khoa bà là ba anh chẳng tới chỉ bị bệnh để bà cọp được đòi hẹt Paul chẳng ngân á đôi chỉ miệng đa bày đà tu miên priên và đại côn pro srei ao pro prất tam còn lông lọ oi chẳng ngân á tụ bây chỉ sớm máy cao để ọt miên pra sama samput tra đăng cả đói ở bốc mặt đái có miên ca tu miên kru ba cha miên ca tu miên ai bom pin nơi xí cái đây là o nắng bị pinแต่o nắng cả rót chôn được nông thò nông phong đấy bố việc pra sẽ chạm tô nom anh nè sẽ đám nắng hết tiền nè ban sầm rách nên phải giáo nè bàn tay sầm rách para tao khô sa rồi có thom mét sạ vào nè mình dẹp bon sầm rách pika sẽ đạp vào thò để quay lên mà hót cứ đạp đời pa để dẹp để thò đại chỉ bút đầu vai chân này anh đại chỉ bớt sốt vì nấy nó preh ác bị thòm này anh đại bọn trong sầm này bây giờ này dưới nó không anupopi cả tha vĩnh miên tiên là cả tha xây là cả tha sắc kẹt cả tha atin là việc cả tha nâng nê kama sang nê cả nê kama nị sang sắc cả tha nâng tam lồng đạm chân tới con đây là vì xe vòng bót lơ anupopi cả tha bọn bạc cả trong còi nữa cứ ở đây sai chặt cả tha để đom ao sát lô bàn bẩn lu mẹ Paul từ tam lồng đạm này ốp bạn này say để cú từ tua dược được thò đỏ miên chùm rời chẳng hết á nó cứ thò năng ai cái đó chỉ thò để cua đỏ ca đập nè để bọn trong sầm đại cha nè để tiêu bà man su bọn thà bỏ bật bọn để chùm rời tao buộc cú ao ở với mua thá ao nơi bên ở biển buộc cú ao ở với mua thá ao bay mua ao cầm lang mua ao ở với mua thá ao sầm bol ao ở với mua tha ao skate sọc ao ở với mua tha ao bật tiếp ao ở với mua tha ao cột giang ao ở với mua tha ao nó bên là pin nó rong vi sai chân này tiền nè ăn là tô bên là tô hậu tệ bực cô ao nước bay mua tha ao cầm làng
วัดโตเฮาแต่วันโตบุคคลเอาในสมปุตชมัวทาเอาในปอสมปอลยืนโตสกโตเฮาเตบุคคลเอายืนชมัวทาเอาสิกริศกติปโตเฮาดิจักกโตบุคคลเอาประติปชมัวทาเอาจักโคสัพเปตติเฮาเตโยอุปัสยังมายังติดบุคคลนาเอาในตีสำนักอาศัยชมัวทาเอาในวัตถุกรบอย่างวัตถุกรบอย่างคือเอาในวัตถุข้างดาวเมื่อทีนะชมัวทาเอาใบเอาสมบูรณ์เอายีนเอาปฏิบัติอย่างไรนี่บัญชีสิ่งใดจงครอยได้ปีรู้ให้งั้นคืออะแม่ตอนแต่โตจะสาวหอเตโยต่อหอมแม่มนุษย์สาสเตบุคคลน่ะตูเมียนเปลี่ยนบดาวเนื้อแบบท่อบังฮัดบังเรียนเนื้อแบบเลยหรือก่อนเนื้อทอมแม่นั่งไอ้ให้เอาบังเรียนเนื้อกรรมฐานบังเรียนเนื้ออัตตกถานี่ไอ้ชมัวท่าเอาเนื้อเปลี่ยนเปลี่ยนได้มันสลับอะแม่ตอนโตจะสาวหอเตได้จังกาวได้บานสมรักเนื้อเปลี่ยนเปลี่ยนในชีอมตะชีทอมันสลับนั่งนะคือต่อแต่บานปะระตอโคสะปัจจัยคือการบานสลับประทอได้ทอนูไอชีทอได้โฮเจงปีประอระบบบุคคลได้บานตรัสดังในอริยสัจทอคือพระสัมมาสัมพุทธให้ตรังในพุทธบริษัทสดับเฮ้ยเหมือนจำเหมือนเจ้เหมือนยืนเหมือนเกิดปัญญาอย่างนะยืนตระศึกษาตะเทียดด้วยนะสักกัจจังทอมมังสนอนเตะคือยืนสดับแบบทอตระแต่มีการสดับโดยกรบเปียแต่โดยกรบอะคือยืนสดับโยกอัดโยสิกได้กรบเชียงจีเนะกรบมาต่างอ่อนนึงนะยืนสดับเฮ้ยยืนโยเมานะโสเจโปลีโซปลายปรังสดับเกเจริเรกึดจมน้ำโปอุสาโซโซซ้ำลิเอาจำกอดตราตกโซนั่งยืนสดับว่าเดี๋ยวนะสดับไปยืนโยมาเกิดยืนโยมาเกิดยืนคนสดับให้เจ้ามาเนี่สดับให้เกิดให้ยืนชอลกันอะไรนะยืนสู้ให้ยืนตระกอดตราป้องลิขถวานั่งอ่ะบ้านน้อมเอายืนนึกเมียนกาโตรตรงเมียนกาจำให้เมียนในปัญญาประสิทธิ์เบอร์ยืนคว้าในองในบันดาเตตัวใบยืนสลับจราบรรณาก็มันปรับประเตอดำใบกาในปัญญาเมียนกาจองจำสลับขางช่วยโจขางช่วยจริงขางสนามเองจังเตยเอาการสลับกับเอาทุนตรอนนั่นเองนะเปย์คล้ายยังทางทอต้องดูจะได้ไม่ได้หลุกรูไม่จะองนะทอมีจะรูกนะสมได้มาโดยแต่ได้นี่อาจจะได้นั่งสลับเอาแต่จำนั่งคือbị xé đi nè đôi chỉ chặt khổ bình nhiên dương sắpแต่ได้แล้วxưaแต่dương sắp bo rồi bô hơi rồi nơi sắp bo rồi bô hơi rồi nơi dương sắp bo rồi bô vôปัญญาnên chô được khơi nó sai chặt thò nó nơi dương cùng thôi nó thì nè ai thì xongในการสลับบัดท้อมุ้ยอะสุดตั้งสนาเตะคือบานสดับท้อได้มันได้บานสนามสุดตั้งปรายาวต่อเปเตท้อนะแต่ยืงบานสดับหายยืงสดับมาดองตีดรึงรัดจะบาหลายเดียนกังไว้หาเราเตสดับยูต้องกำจัดบองในสกีซองใสรอบแต่ซองใสประมาณกัดบองบานตัดเทอุจุงแต่เราเตดมรังตัดเทน้องอ่อยบานตรมตรึตรังตะตามให้พอในถอจัดตะเมษะไปใส่เตะคือตัวเอาจัดเนี่ยสนามน้องจัดมาละอันใจมาดองยืนกับเอาทนขนมการสดับทอดอกได้ออดได้นะมาหากระซอเกิดปีมาเสริมสดับประทอนั่งมาหากระซอไงนิบเสียงให้กลมสดับทับปนังโอ้จำบานสดับมากรุบกรอนออดกรุบกรอนตีดอรับนะออดตอนบานสมัยในพระอาหารสดับนาทีนะกลมทานลอยสดับหมายชนามปีชนามสดับหมายเชียดนั่งไงดับเปียดจักโควิญญาณแต่ได้มาหากระซอแต่ได้ก็ได้ดับอ้อมาเชียดนั่งตั้งไปก้าวโดยสลับก็เหมือนตอนบริโภคได้ดับอ้อปีเชียดใบเชียดดอกเชียดดับอ้อมากับปีกับก็เหมือนตอนกรุบได้สำหรับบุคคลอาจีตัดตะแกหรือก็ใส่เตมหาสาวเวนั่งต่อได้ดับมุ้ยใส่แผ่นใดบอจีอักแกสาวเวคือมุ้ยซองไข่มุ้ยใส่แผ่นใดเนี่ยสดับนั่นคือนะ
តម្រាំតែទីបំផុតទៅនោះដែលបានជួបព្រះសម្មាសម្ពុទ្ធអង្គណាឬក៏ដូចជាព្រះសិរីបុត្របានជួបព្រះអសជីសម្ដែងត្រឹមតែយេធម្មាហេតុបបវិទេសង្ឃហេតុងតតាកតោអាហៈទេសង្ឃចទេសញ្ចយោនិរោធោអេវង្វាទីមហាសមណោស្ដាប់តែមួយគាថាណាប៉ុន្តែក្រសែនៃប្រធរប្រព្រឹត្តទៅត្រឹមតែកន្លះគាថាពីរបាតនឹងបញ្ញាកើតបាត់ណាមកអីមកពីលោករៀនមកលោកស្ដាប់មកលោកប្រតិបត្តិមកវិបរិបូរហើយដល់បានស្ដាប់បានតិចមកគឺថាទឹកហ្នឹងគឺថាវិចិត្រពេញពីងហើយចាក់តែមកផ្ដិលមកពេញបរិបូរតែម្ដងសម្រាប់ខ្ញុំកណាខ្ញុំបានលោកគ្រូតែអំពីពុទ្ធបរិស័ទអត់តាន់បរិបូរទេទៅជាវត្ថុជនកុំឲ្យធុញទ្រាន់ថាស្ដាប់ធម៌ដដែលយើងមើលនុនតកោវិទសោតមើលនុនតកៈនឹងសម្ដែងធម៌ដល់ភិក្ខុនៃក្នុងថ្ងៃទី1ទាំង500ដូចថ្ងៃ15រោចអញ្ចឹងងងឹតឆឹងហ្មងស្ដាប់អត់យល់ទេដល់ពេលស្ដាប់ថ្ងៃទី2យ៉ាងម៉េចដូចថ្ងៃ15កើតអញ្ចឹងស្ដាប់ធម៌ដដែលនឹងឯងសម្រាប់សោតាំងសក្តិអនាគាអីទៅស្ដាប់បន្តទៀតរហូតដល់បានសម្រាប់នៅព្រះអរហន្តអស់នៅអាសវៈកលេសទៅធម៌ដដែលទេណាយើងថាដដែលប៉ុន្តែមហាកុសលបញ្ញាមិនដដែលទេខ្ញុំកាលណាខ្ញុំអាចចូលរួមនៅក្នុងចំណុចបទធម៌ដែលលោកគ្រូទាំងពីរបានលើកឡើងជាបញ្ហាមានប្រមាណប៉ុណ្ណេះខ្វះខាតខុសត្រូវយ៉ាងណាឆក់លួយយ៉ាងណាក៏សូមជូនដល់លោកគ្រូជួយបំពេញបន្ថែមបាទសូមអរគុណបាទអរគុណណាស់លោកគ្រូឥឡូវនេះយើងទុកឱកាសបើកកម្មវិធីតាមប្រព័ន្ធទូរស័ព្ទកណាគុណចាស់ពុទ្ធបរិស័ទយើងអាចនិមន្តខលចូលមកតាមរយៈប្រព័ន្ធទូរស័ព្ទ092 14កែកុដទៀតខ្ញុំកណាខ្ញុំបាទបើកប្រព័ន្ធទូរស័ព្ទដើម្បីទទួលបកណាគុណចាស់បើមានបំណងដើម្បីចូលរួមសាកសួរបញ្ហាតកតងនឹងបញ្ញកិរិយាវត្ថុទី8ដែលយើងបានលើកឡើងមកសន្ទនាក្នុងថ្ងៃនេះបាទឥឡូវសូមអញ្ញាតទទួលបាទពុទ្ធកៈបាទសូមគោរពបាទគុំចេះទូលការស្ដាប់បានខុសក្នុងបញ្ញាខ្ញុំសូមជួបចិត្តទីបាទថ្ងៃនេះខ្ញុំបានអានចំណុចមួយថាហេតុដែលនាំមកការបញ្ញាគឺការដាក់ទីពីការឡាបាយទៅពិចារណាទី3ជានេះដែលខ្ញុំយល់ច្បាស់ទីពីវិញ្ញាណថាតើទៅជុំខ្ញុំចង់សួរមិនបាទសួរយ៉ាងម៉េចចង់សួរពូជបញ្ញោពីពីទីវិញ្ញាណថាទៅជុំយ៉ាងម៉េចដើម្បីនាំមកការទីបានហើយភាវនាយ៉ាងម៉េចទើបនាំឲ្យកើតបញ្ញាអញ្ចឹងណាបាទខ្ញុំអានពាក្យតងលក្ខណៈចិត្តទៅកាត់របស់ចិត្តមាន4នោះមានការនៅក្នុងជាលក្ខណៈមានការជាប្រធានសេកិច្ចមានការកើតបន្តចូលគ្នាជាអាការប្រកបនិងចំណុចទី4មាននិយមខណ្ឌ3និងជាបទដ្ឋានអានេះខ្ញុំអត់យល់ពីថានិយមខណ្ឌ3នេះតើខ្ញុំអាចទៅចិត្តសត្វវេទនាឬក៏ធម៌ឬក៏យ៉ាងម៉េចបាទអរគុណបាទអរគុណបាទសូមជម្រាបលាបាទណាកណាគុណចាស់ពុទ្ធបរិស័ទយើងអាចតំណតាមប្រព័ន្ធទូរស័ព្ទ092 14កែកុដជាបន្តបាទសូមអញ្ញាតទទួលមួយទៀតពុទ្ធកៈបណ្ឌិតភាពសូមជម្រាបសួរបាទអរគុណបាទសូមជើញបាទអរគុណបាទសូមជើញខ្ញុំមិនបានប្រាប់លោកអាចារ្យចូលតែខ្ញុំពីណៃពីអីទៅតែយកអូតែតាមមកបានពុទ្ធសម្ដែងតែនិយាយថាសបាយចាបាទខ្ញុំបានចាប់រំរឿងមួយដែលព្រះអង្គសម្ដែងក្នុងពីក្រុមសិល្បៈណាក៏របាំដែលពុទ្ធោហើយលេងរបាំទៅឲ្យវាស្អាតឲ្យវាស្អាត
จะบานจะสองแล้วเดียนบาทยอมบานด้วยเพื่อนตรงโกจุยในมันเจอเรื่องสองมันเดียนมันไปโกเรียบาทเอาก้นบาทสมจิบเรียบเลยบาทนั่นไงเอาก้นปันนังจะหัดอะไรได้สายกรรมที่ยังไปคล้ายให้สมกรบเจนกรุจันหูทำไปฉลาดเจ็บต่อป่ะសូមអរគុណណាស់ចំពោះអ្នកដែលបានចូលរួមលើកជាបញ្ហាប្រធរទៀតនៅក្នុងពាក្យថាភាវនានេះគឺប្រែថាធម្មជាតិដែលញ៉ាំងនៅកុសលឲ្យកើតជាដំបូងហើយឲ្យប្រព្រឹត្តទៅចម្រើនឡើងណាពាក្យថាភាវនាហ្នឹងគឺថាជាធម្មជាតិដែលញ៉ាំងកុសលឲ្យកើតឡើងជាដំបូងហើយធ្វើឲ្យចម្រើនឡើងអាហ្នឹងភាវនាណាទីណាហើយភាវនាហ្នឹងក៏យើងសិក្សាមកហើយនៅក្នុងបញ្ញកិរិយាវត្ថុហ្នឹងគឺមាន2គឺសមថភាវនានិងវិបស្សនាភាវនាអីចឹងទៅអញ្ចឹងការចម្រើននៅកុសលដែលប្រព្រឹត្តទៅជាដំបូងហើយឲ្យចម្រើនឡើងនៅក្នុងសមថៈគឺមានសភាពស្ងប់ដោយការតាំងនៅក្នុងអារម្មណ៍តែមួយអីអញ្ចឹងទៅឬក៏មហាកុសលដែលប្រព្រឹត្តទៅក្នុងវិបស្សនាមាននៅបរមត្តធម៌មានខណ្ឌធាតុអាយតនៈឥន្ទ្រីសច្ចបរិជ្ជសមុបបាទជាដើមហ្នឹងមកជាអារម្មណ៍នៃការអប់រំចម្រើនឲ្យឃើញថាជារបស់អនិច្ចំទុក្ខំនិងអនត្តាអញ្ចឹងណាទីណាគឺភាវនានឹងរមែងចម្រើនឡើងដែលមិនចម្រើនឡើងនឹងគឺថាមិនដែលកើតឡើងទេគឺយើងអប់រំទៅចម្រើនវាកើតឡើងទៀតណាដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាអ្នកទាំងឡាយក៏បីចម្រើននៅកុសលពួកកុសលនឹងនាំមកនៅប្រយោជន៍និងសេចក្តីសុខអីអញ្ចឹងទៅប្រសិនបើការចម្រើនកុសលនឹងមិនបានទេព្រះអង្គមិនសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីចម្រើនកុសលទេឬក៏ចម្រើនកុសលនាំមកនូវប្រយោជន៍និងសេចក្តីសុខព្រះអង្គមិនសម្ដែងទេព្រោះកុសលនឹងចម្រើនបានមែនតាមរយៈនៃការអប់រំចម្រើនភាវនាអីចឹងទេណាហើយនៅក្នុងបញ្ញកិរិយាវត្ថុយើងយល់ហើយសូម្បីតែការស្ដាប់ព្រះធម៌និងការសម្ដែងព្រះធម៌ក៏លោករាប់ចូលទៅក្នុងភាវនាមយៈបនផងដែរគឺមហាកុសលបននឹងកើតឡើងតាមរយៈនៃការអប់រំសមថៈនិងវិបស្សនាតាមរយៈនៃការស្ដាប់ពធតាមរយៈនៃការសម្ដែងពធគឺជាកុសលធនៈភាវនាហើយចំណុចទី2គាត់បានសួរពីរឿងលក្ខណៈតិចតុកៈរបស់ចិត្តដែលចិត្ត121ដួងនឹងអារម្មណੰវិជាអ្នកលក្ខណៈគឺមានការដឹងច្បាស់នៅអារម្មណ៍ជាលក្ខណៈតែមួយយ៉ាងចិត្តទាំង121ដួងហ្នឹងហើយមានលក្ខណៈណាវិជាអ្នកលក្ខណៈគឺថាមានការដឹងច្បាស់នៅអារម្មណ៍ហើយពពាំងកមៈរសាំងមានការជាប្រធាននៃចេតសិកធម៌ជាកិច្ចហើយមានសន្ធានៈបច្ចុប្បន្នថានាងមានការកើតបន្តគ្នានឹងឯងជាអាការប្រកបប៉ុន្តែគាត់ឆ្ងល់ចុងក្រោយនេះនាមរូបបតតថានាងមាននាមខណ្ឌ3និងរូបខណ្ឌជាហេតុចិត្តដែលនាំឲ្យកើតនៅចិត្តនឹងយ៉ាងម៉េចនាមខណ្ឌ3គឺសំដៅយកចេតសិកធម៌ទាំង3ទេណាគឺសំដៅយកវេទនាដែលជាវេទនាខណ្ឌសញ្ញាដែលជាសញ្ញាខណ្ឌចេតសិកដល់សេះ50ទៀតដែលជាសង្ខារខណ្ឌនាមខណ្ឌទាំង3នេះឯងដែលជាហេតុចិត្តនាំឲ្យកើតនៅវិញ្ញាណនាំឲ្យកើតនៅចិត្តកើតឡើងហើយបើនៅក្នុងបញ្ចវោការភពគឺអាស្រ័យរូបមួយទៀតក្នុងបណ្ដារូប28យើងបែងចែកជា2ជាវត្ថុរូបនិងអវត្ថុរូបយើងយកវត្ថុរូប6មកដែលជាចក្ខុវត្ថុសោតវត្ថុគានវត្ថុជីវហាវត្ថុកាយវត្ថុនិងហត្តយវត្ថុវត្ថុរូបទាំង6នេះឯងជាហេតុចិត្តជាទីអាស្រ័យនាំឲ្យកើតនៅវិញ្ញាណនាំឲ្យកើតចិត្តឯនៅក្នុងចតុវោការភពដែលជារូបព្រំនឹង
អត់មានរូបទេណាគឺចិត្តនឹងកើតឡើងគឺមានចេតសិកកថតទាំង3វេទនាសញ្ញានិងសង្ខារនឹងឯងដែលជាហេតុចិត្តដែលនាំឲ្យកើតនៅចិត្តនឹងឯងអាហ្នឹងគឺហេតុបច្ច័យយ៉ាងនេះឯងហើយសំណួរអីទៀតលោកគ្រូបាទអរហើយបាទអញ្ចឹងណាគ្រប់ជូនទៅលោកគ្រូវិញបាទសូមអរគុណបាទនៅសល់សំណួរមួយទៀតនោះនឹងសួរតាមpage បាទតាម Facebook ហ្នឹងសំណួរសាកសួរថាតើបើក្រន់តែអនុមោទនាបុណ្យកុសលរបស់អ្នកដទៃហ្នឹងទាំងដែលមិនបានធ្វើដោយខ្លួនឯងតើបានបុណ្យហ្នឹងយ៉ាងម៉េចទៅឬក៏បុណ្យហ្នឹងយ៉ាងណានៅក្នុងរឿងនេះជាការពិតហើយដែលឈ្មោះថាបត្តានុមោទនាគឺសំដៅយកការអនុមោទនានៅបុណ្យកុសលរបស់អ្នកដទៃនឹងឯងអញ្ចឹងគឺការអនុមោទនានេះសំខាន់ណាស់ពេលខ្លះយើងហាក់បីដូចជាថាមិនបានធ្វើខ្លួនឯងផងអីគ្រាន់តែទៅត្រេកអរបុណ្យគេធ្វើសោះហើយបែរទៅជាបានបុណ្យខ្លួនឯងដែរណាអត់បានធ្វើស្អីមករៀលមកកមកសេនអីផងអីគេនោះគេអស់លុយទាំងពាន់ទាំងម៉ឺនហើយគេកសាងនេះកសាងនោះបុណ្យកុសលគេចំណាយគេលះបង់បានច្រើនសមថាហ្នឹងវាកើតមហាកុសលហើយវាសមរម្យហើយចុះខ្លួនឯងណាគ្រាន់តែឃើញគេធ្វើគេកសាងគេធ្វើនេះគេធ្វើនោះគេចំណាយលុយរាប់ពាន់រាប់ម៉ឺនដុល្លារយើងទៅគ្រាន់តែត្រេកអរជាមួយគេដែរហើយបានបុណ្យដោយគេដែរអានឹងហាក់បីដូចជាថាវាអត់សមអានឹងមកអំពីយើងបដោតទៅលើតែការលះបង់ទ្រព្យសម្បត្តិតែមួយយ៉ាងត្រង់ថាយើងអនុមោទនានៅចំណែកបុណ្យរបស់អ្នកដទៃហ្នឹងយើងបដិសេធចោលយើងថាមិនអាចបានបុណ្យអីចឹងទៅតែតាមពិតយើងត្រូវដឹងថាបុណ្យវាកើតឡើងដោយសារអីព្រោះបញ្ញកិរិយាវត្ថុទាំង10ហ្នឹងសិតទៅជាទីតាំងនាំឲ្យកើតបុណ្យណាទៀតជាហេតុចិត្តជាបច្ច័យសំខាន់ណាស់ដែលនាំឲ្យកើតនៃបុណ្យកុសលហ្នឹងដែលជាអារម្មណ៍មួយនាំឲ្យកើតនៃកុសលឬក៏ថាវាជាទីតាំងនាំឲ្យកើតនៃកុសលហ្នឹងឯងដូចជាការឲ្យទានអានឹងវាជារឿងមួយផ្នែកនាំឲ្យកើតនៃកុសលហើយភាវនាគឺជារឿងមួយផ្នែកដែលនាំឲ្យកើតនៃកុសលហើយនៅក្នុងរឿងអបច្ចាយណាវិយវច្ចៈបតិទានការចែកម្លែកបនអីហ្នឹងវាជារឿងមួយផ្នែកចឹងទៅមកដល់បត្តានុមោទនានេះវាជាបនមួយផ្នែកមួយទៀតឯណាអាហ្នឹងគឺជាផ្នែកនៃបននោះវាកើតឡើងតាមបញ្ញកិរិយាវត្ថុមួយនឹងមកតែឲ្យយើងទៅបដិសេធមួយចោលមិនបើពុទ្ធជាអមអាចារ្យព្រះអង្គទ្រង់ប្រកាសសម្ដែងហើយសួរថាបននោះវាកើតយ៉ាងម៉េចក្រំតែអនុមោទនានឹងថាបនកើតឡើងដោយអំណាចនៃការជ្រះថ្លាជាមួយនឹងអ្នកដទៃដែលបានធ្វើនៅសេចក្តីល្អអ្នកដទៃដែលធ្វើនៅសេចក្តីល្អហ្នឹងយើងជ្រះថ្លាជាមួយនឹងអ្នកដទៃហ្នឹងបុណ្យហ្នឹងវាកើតឡើងមហាកុសលហ្នឹងកើតឡើងហើយថាកើតឡើងជាញាណសម្បយុទ្ធយ៉ាងម៉េចថាញាណសម្បយុទ្ធហ្នឹងវាកើតឡើងបានដោយសារតែมันមានมันមានស្អីជាគ្រឿងរាងបានតែគឺថាបកគោលនឹងឯងចូលទៅត្រេកអរពេញចិត្តនឹងទង្វើដែលអ្នកដែលតៃធ្វើនោះណាធ្វើសេចក្តីល្អហ្នឹងណាចឹងហើយបានយើងឃើញអ្នកដែលត្រេកអរជាមួយនឹងបកគោលដែលធ្វើនៅអំពើបាបទៅដូចជាបកគោលនឹងឯងសម្លាប់សត្វបៀតបៀនគេសម្លាប់គេបន្ទុះសារាយនឹងគេធ្វើឲ្យគេឈឺចុកចាប់លំបាកលំបិនដោយប្រការផ្សេងហ្នឹងมันចាំបាច់ខ្លួនយើងទៅសម្លាប់ផ្ទាល់ទេគ្រាន់តែយើងចូលទៅត្រេកអរនឹងទង្វើដ៏ថោកទាបដែលអ្នកដទៃធ្វើហ្នឹងវាជាទោសវាជាបាបដែរតែចូលរួមចំណែកក្នុងបាបដែរហើយមួយទៀតលោកសម្ដែងថាគ្រាន់តែយើងត្រេកអរអញ្ចឹងចូលរួមចំណែកបាបហ្នឹងលោកសម្ដែងថាដូចជាការច្រាន
ច្រានឲ្យធ្លាក់ទៅក្នុងអបាយភូមិអញ្ចឹងគឺតែបុគ្គលហ្នឹងឯងគឺធ្លាក់ទៅក្នុងអបាយភូមិដោយអំណាចនៃការត្រេកអរបាបដែលអ្នកដទៃធ្វើហ្នឹងអាហ្នឹងយើងឃើញថាយើងមិនបានធ្វើដោយខ្លួនឯងទេក្នុងពេលហ្នឹងយើងមិនបានសម្លាប់ដោយខ្លួនឯងទេយើងមិនបានបន្ទុះដោយខ្លួនឯងទេយើងមិនបានបៀតបៀនដោយខ្លួនឯងផ្ទាល់ទេប៉ុន្តែយើងត្រេកអរនឹងអាទង្វើដែលគេធ្វើនោះឈ្មោះតែយើងបានចូលរួមជាមួយបាបដែរណាទេនឹងយ៉ាងណាមិញគឺថាបើអ្នកដតីធ្វើសេចក្តីល្អទេអាហ្នឹងគឺយើងត្រេកអរដូចជាការលើកដាក់នៅក្នុងស្ថានសួគ៌អញ្ចឹងគឺថាបុគ្គលនឹងឯងបន្ទាប់អំពីសេចក្តីស្លាប់ទៅគឺរមែងបរិសន្ធិនៅក្នុងសុគតិភពទៀតដោយដូចគេលើកទៅដាក់អញ្ចឹងជាការសម្ដែងបញ្ជាក់ឲ្យឃើញថាគ្រាន់តែយើងចូលទៅត្រេកអរនឹងទង្វើដែលអ្នកដទៃដែលធ្វើនោះធ្វើអំពើល្អនោះគឺគេមិនសម្លាប់សត្វយើងពេញចិត្តណាបុគ្គលនឹងដែលមិនចូលចិត្តនឹងសម្លាប់សត្វមិនចូលចិត្តបៀតបៀនគេមិនចូលចិត្តបន្ទុះគេអីចឹងទៅគឺថាយើងត្រេកអរនឹងអាទង្វើដែលគេធ្វើល្អហ្នឹងអាហ្នឹងឈ្មោះតែយើងចូលរួមនៅក្នុងចំណែកនៃសេចក្តីល្អរបស់អ្នកដទៃដូចជាអ្នកដទៃដែលបានហ្វាយទៀនបានរក្សាសិលគ្រប់បែបយ៉ាងទាំងអស់ហ្នឹងចឹងទៅគឺថាយើងចូលទៅត្រេកអរនៅអាទង្វើដែលគេធ្វើកំពុងតែធ្វើនៅសេចក្តីល្អហ្នឹងយើងចេះចែករំលែកឲ្យទៅអ្នកដទៃឲ្យទានអីហ្នឹងគឺថាផ្ដល់សេចក្តីសុខឲ្យអ្នកដទៃបានសុខបានស្រួលអីហ្នឹងយើងគ្រាន់តែត្រេកអរប៉ុណ្ណឹងក៏ឈ្មោះថាយើងបានចូលរួមចំណែកនៃទង្វើរបស់អ្នកដទៃដែលបានធ្វើដែរហ្នឹងហើយពីព្រោះបាបក្តីបន់ក្តីវាកើតនៅក្នុងចេតនាណាចេតនាណាបន់ក្តីបាបក្តីណាតែគឺវាកើតឡើងនៅក្នុងចេតនាណាវាមិនមែនតតែធ្វើតាមផ្លូវកាយទៅបាបនឹងវាកើតឡើងធ្វើតាមផ្លូវវាចាទៅបាបនឹងវាកើតឡើងអត់ទេគឺតាមផ្លូវចិត្តក៏វាអាចកើតបាបកើតបន់បានដែរពីព្រោះចិត្តនឹងវាតាក់តែងទាំងកុសលទាំងអកុសលតែវាឲ្យកើតឡើងបានដូចគ្នាហ្នឹងហើយអញ្ចឹងហើយគ្រាន់តែយើងត្រេកអរហ្នឹងក៏បន់នឹងវាកើតឡើងតាមផ្លូវចិត្តហ្នឹងណាមិនចាំបាច់បានលះបង់ទ្រព្យសម្បត្តិអីផងហ្នឹងប៉ុន្តែវាកើតទៅរួចទេមិនមែនកើតមិនរួចទេគឺកើតរួចអាចកើតបានទេនៅក្នុងការដែលយើងជ្រះថ្លាជាមួយនឹងអ្នកដទៃដែលកំពុងតែធ្វើនៅសេចក្តីល្អណាហ្នឹងគឺនៅក្នុងសេចក្តីហ្នឹងប៉ុណ្ណឹងចុះឥឡូវហ្នឹងគឺដោយបាទនៅសល់10នាទីអ្នកមានហ្នឹងហើយបាទសូមក្រុមចេញគ្រូចាស់នោះបន្តិចបាទនៅក្នុងเพจបានសាកសួរនៅក្នុងរឿងបូជាតូចនឹងគឺមាននៅក្នុងតៈសវត្ថុសមាទិដ្ឋិ10យ៉ាងទៀតណាអដ្ឋិតនំអដ្ឋិយថੰអតិហុតੰការបូជាធំលោកបញ្យល់ថាសំដៅយកការបូជាផ្សេងអញ្ចឹងណានឹងខ្ញុំកណាខ្ញុំបានទៅរៀនថ្មីហ្នឹងប៉ុន្តែកន្លងមកកាន់យកថាការបូជាធំការបូជាព្រះរតនត្រ័យការបូជាតូចគឺជាការរាប់អានពពួកទេវតាជាដើមប៉ុន្តែខ្ញុំកណាខ្ញុំបានឃើញនៅក្នុងបរមត្ថជរិកៈលោកបញ្យល់ថាការបូជាធំគឺការបូជាផ្សេងណាដោយការបូជាអីក៏ដោយនឹងច្រើនអញ្ចឹងទៅមានការជឿនៅកម្មនិងផលរបស់កម្មអីជាដើមអញ្ចឹងទៅនឹងរាប់បញ្ចូលទាំងអស់សូម្បីតែការបូជាចំពោះព្រះរតនត្រ័យអីហ្នឹងប៉ុន្តែការបូជាតូចនេះលោកសម្ដែងថាការធ្វើនៅបដិសន្ធារៈណាការធ្វើនៅបដិសន្ធារៈចំពោះភ្ញៀវឬក៏មានការរៀបចំទទួលនៅអាមិសៈបន្តិចបន្តួចសំគួរអីអញ្ចឹងទៅនេះឈ្មោះថាជាការបូជាតូចនឹងតំឃើញថ្មីហ្នឹងទៀតណាអញ្ចឹងការលះបង់ពេលវេលាដើម្បីទទួលភ្ញៀវដែលមកហើយមិនថាភ្ញៀវនឹងជាក្រហមជាបបជិតហើយមានការទទួលនៅអាមិសៈយ៉ាងណាអានឹងឈ្មោះថាជាការបូជាតូចណាហើយចង់ចូលរួមចំណុចលោកគ្រូលើកឡើងមិញហ្នឹង
រឿងត្រឹមតែត្រេកអរសោះមិនក៏កើតនៅមហាកុសលអីអញ្ចឹងដែរអត់បានលះបង់ទ្រព្យសម្បត្តិផងយើងឧទាហរណ៍ដោយរបៀបថាកូនយើងនៅខេត្តឪពុកម្ដាយនៅខេត្តបញ្ជូនកូនមករៀននៅភ្នំពេញអញ្ចឹងแล้วកូននឹងសិក្សារៀនសូត្របានប្រឡងជាប់អញ្ចឹងខលទូរស័ព្ទប្រាប់ឪពុកម្ដាយនឹងសឪពុកម្ដាយនឹងស្រុកនឹងត្រេកអរអើយត្រេកអរហើយខ្លួនឯងនឹងអត់បានប្រឡងអីផងអត់បានជាប់អីផងឪពុកម្ដាយនឹងត្រេកអរមែនទែនមកឬក៏មនុស្សម្នាក់បុគ្គលកទៅមើលគេឆាក់កប្លែងបានរឿងកប្លែងនឹងមកដល់ប្រាប់បុគ្គលខតអូកប្លែងអពៈមីនឹងថាល្អមើលដល់ណាសឹបមកនិយាយខ្លួនឯងទៅមើលស្អោយកាយសបាយអីមកប្រាប់បុគ្គលខនោះបុគ្គលខសបាយតាមហ្មងទៀតអត់ទាំងបានទៅមើលផងហ្នឹងសបាយតាមអញ្ចឹងទៅឬក៏កូននឹងបានទៅដល់អាមេរិកអីបានចូលសញ្ជាតិអីមកខលមកអញ្ចឹងទៅបានការងារបានសញ្ជាតិអីអញ្ចឹងឪពុកម្ដាយនៅស្រុកខ្មែរនេះអអើយអហើយខ្លួនឯងមានបានចូលសញ្ជាតិមកពីណាវាលក្ខណៈឧទាហរណ៍អញ្ចឹងទេណាយ៉ាងណាមិញគឺសភាពនៃអ្នកដតីបានបំពេញបន់ហើយការត្រេកអរនោះវាមានពីរចំណុចទី1អ្នកដតីគេបានឧទ្ទិសគេបានជូនណាចំណែកបន់ហ្នឹងមកដល់យើងតលហើយមួយទៀតគេអត់បានជូនទេយើងបានឃើញសេចក្តីល្អរបស់គេទៅដល់ឃើញវត្តវាអារាមកុដិសាលាព្រះវិហារអីចឹងទៅយើងត្រេកអរណាស់អើយណោឈ្មោះនេះចំណាយប្រាក់1000 2000 10000ឬក៏500000កសាងព្រះវិហារគេមិនបានឈោជូនបនយើងតប៉ុន្តែយើងត្រេកអរអានឹងក៏ជាមហាកុសលប្រព្រឹត្តទៅថ្នាក់អនុមោទនាដែរប៉ុន្តែដោយចំអានឹងបើសិនមកជាពួកប្រែតវិញឧទ្ទិសចំអនុមោទនាបានសម្រេចនៅសម្បត្តិជាទឹកអីអញ្ចឹងទៅអានឹងវាមានលក្ខណៈអញ្ចឹងទេណាអានេះវាជារឿងការសន្សំរបស់យើងនឹងព្រះអង្គសម្ដែងណាជាបណ្ឌិតទេណាធីរោចទាននាងអនុមោទមាណោទេនេវិសោហោតិសុខៃបរថៈណាបុគ្គលដែលអនុមោទនាត្រេកអរនៅសេចក្តីល្អរបស់អ្នករតីនៅទានរបស់អ្នករតីនឹងឈ្មោះថាជាធីរោជាធីរជនជាបណ្ឌិតណារឿងនេះបើមិនឆ្លាតមិនឆ្លៀមមិនយល់មិនមានបញ្ញាយល់ដឹងនៅក្នុងរឿងហ្នឹងទេមិនងាយបង្អោនចិត្តទៅដើម្បីត្រេកអរនៅសេចក្តីល្អរបស់អ្នករតីណាហើយព្រះអង្គសម្ដែងថាទេនេវិសោហោតិសុខៃបរថៈបុគ្គលបែបហ្នឹងជាបណ្ឌិតហើយរមែងបាននៅសេចក្តីសុខក្នុងបរិលោកពីលាហវេណាប់ប្រសាងសន្តិទានណាបុគ្គលណាអត់ត្រេកអរនៅសេចក្តីល្អរបស់អ្នករតីមានទានជាដើមឈ្មោះថាជាបុគ្គលពីលឈ្មោះថាជាបុគ្គលពីលដែលអត់ចេះត្រេកអរនៅសេចក្តីល្អរបស់អ្នករតីឈ្មោះថាជាបុគ្គលពីលដូចជាកាលអាមាត្យជាដើមឯអ្នកដែលត្រេកអរជាបណ្ឌិតហើយបានសេចក្តីសុខក្នុងបរិលោកផងខ្ញុំកាន់ថាខ្ញុំបានចូលរួមប៉ុណ្ណឹងបាទអរគុណឥឡូវនេះដោយសារតែកម្មវិធីយើងអស់ពេលខ្ញុំកណាខ្ញុំបាទក៏សូមថ្លែងអរគុណចំពោះឧបាសកលុនគឹមស៊ុយព្រមទាំងកូនចៅឧបាសិកាលុនច័ន្ទថាវីនិងស្វាមីព្រមទាំងកូនចៅឧបាសិកាអឹងគឹមអេងព្រមទាំងកូនចៅឧបាសិកាប៉ាងនីមព្រមទាំងក្មួយលោកមុខរតរាំងសីនិងភរិយាព្រមទាំងបុត្រចូលវេនចង្ហាន់ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធគូសាចារ្យសម្រាប់វេនថ្ងៃទី10រោចខែអាសាឍចំនួន200000រៀលជួយឧបត្ថម្ភសម្រាប់ប្រសង្ឃពាទ្យចំនួន20000រៀលចូលផ្សព្វផ្សាយពធចំនួន$10សរុបទឹកប្រាក់ចំនួន220,000រៀលនិង$10បាទហើយមានឧបាសកស្រង់ជ្រិតនិងឧបាសិកាពីងសៀងលីព្រមទាំងកូនចៅភូមិកំពង់ឫស្សីឃុំជីណូតទី1ស្រុកបាទហ្នឹងហើយបានចូលរួមបោះពុំសភៅហ្នឹងចំនួន50000ហើយសម្រាប់ស្ពាន់ហ្នឹង40000ផ្សព្វផ្សាយបន្តហ្នឹង10000បាទហើយកងវណ្ណូព្រមទាំងកូនចៅស្ពាន់10000រៀលជានិលង្ការៈដីកា20000រៀលលោកលីសុផលនៅភរិយាស្ពាន់
បាទស្ពាន់ហ្នឹងចំនួន10000រៀលឧបាសិកាតាំងសុយអៀងព្រមទាំងកូនចៅឧបាសកតាំងជងមានព្រមទាំងកូនចៅឧបាសកតាំងគៀក្រុយនិងឧបាសិកាតាំងគៀងហោព្រមទាំងកូនចៅឧបាសកតាំងគៀសៀងព្រមទាំងកូនចៅឧបាសិកាតាំងសុយហុងព្រមទាំងកូនចៅអ្នកទាំងអស់ដែលអានមកហ្នឹងគឺថាសម្រាប់បល្ល័ង្កហ្នឹងគឺ$150បាទហើយនឹងស្ពាន់ហ្នឹងចំនួន$50បល្ល័ង្កព្រះ$50ជានិលង្ការៈដីកា$50ទាំងអស់$150ទៀតបាទអ្នកស្រីសុនស៊ីវអ៊ីនៅស្វាមីព្រមទាំងបត់ស្ពាន់40000រៀលឧបាសកញ៉ែមថនព្រមទាំងបាសិកាទឹមវណ្ណាព្រមទាំងកូនចៅជានិលង្ការៈដីកា$20បាសិកាស្ពាន់$20ផ្សព្វផ្សាយពធ$10ហើយនឹងលោកគ្រូហេតណាហម40000រៀលស្ពាន់ចំនួន$10បាទឧបាសកប៉ាវឈៀងនៅបាសិកាថ្លង់កិច្ចលុយព្រមទាំងកូនចៅលោកគ្រូតំណាន់$15បាទហើយនេះគឺគាត់បានខលមកថ្ងៃមុនហ្នឹងថាជូនលោកគ្រូលោកគ្រូចាន់ហូ$5លោកគ្រូហេតណាហម$5លោកគ្រូធម្មតា$5បាទខ្លាញ់ហ្នឹងបាទហើយសម្រាប់បលាំងប្រាស់ហ្នឹងចំនួន$150បាទបាសិកាលី40000រៀលបាសិកាលីហ៊ួនស្ពាន់40000រៀលបាសិកាសួនរំដួលស្ពាន់40000រៀលបាសិកាងនគ្រីស្ពាន់20000រៀលបាសកវិនធីស្ពាន់20000រៀលបាសកគៀស្ពាន់20000រៀលបាសិកាអេងស្ពាន់10000រៀលបាសិកាមាសស្ពាន់10000រៀលឧបាសិកាវ៉ាន់ព្រមទាំងកូនចៅស្ពាន់$10បាសិកាសាន់សូដាណាស្ពាន់60000រៀលបាសិកាម៉ៃចន្ទថានិងបាសកសំសុផលព្រមទាំងកូនចៅស្ពាន់$90បាសកម៉ែនវិរៈនិងបាសិកាម៉ៅចន្ទធីព្រមទាំងកូនចៅស្ពាន់$10បាសិកាពៅចន្ទថាស្ពាន់$20បាសិកាសាយសុធី ព្រមទាំងបុតស្ពាន់80000រៀលបាសកឡុងសុផលនៅបាសិកាហួសសំអូនព្រមទាំងកូនចៅផ្សព្វផ្សាយបន្ត10000រៀលជានិលង្ការៈដីកា$20បាសកសុកពិរុននិងបាសិកាអាងផានីព្រមទាំងកូនចៅផ្សព្វផ្សាយបន្ត$15លោកគ្រូធម្មតា$5បាសិកាឈិនផលិកានិងបាសិកាម៉ៅយានគំហៀកស្ពាន់80000រៀលលោកគ្រូធម្មតា40000រៀលអាចារ្យទិសាមកហៅធម្មរិទ្ធបាទ10នេះអានដងហើយបាទហ្នឹងហើយនេះតែពិតច្រឡំគេថាសូមអធិស្ឋានទៅហ្នឹងហើយឥឡូវកម្មវិធីយើងក៏ដល់ពេលវេលាដែលត្រូវបញ្ចប់ដែរហើយបាទក៏សូមប្រម៉ែប្រមូលមហាកុសលគ្រប់យ៉ាងទាំងអស់លើប្រគេនដល់កណ្ណាគុណចាស់គ្រប់ព្រះអង្គនិងចែកជូនដល់ពុទ្ធបរិស័ទយើងគ្រប់រូបទាំងអស់ដែលកំពុងតាមដានស្ដាប់នៅក្នុងកម្មវិធីនេះសូមប្រកណ្ណាគុណចាស់ពុទ្ធបរិស័ទទាំងអស់និមន្តនិងអញ្ជើញត្រេកអរជ្រះថ្លាអនុមោទនាយកនៃចំណែកនៃធម្មទាននេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាសម្រាប់ពេលនេះខ្ញុំកណ្ណាខ្ញុំបាទរួមជាមួយនឹងលោកគ្រូសូមលំអរអរកាយក្រាបថ្វាយបង្គំនិងសូមជម្រាបលាអរគុណលោកជ្រាបជ្រៅចំពោះការយើងទៅស្ដាប់នៅកម្មវិធីមានគោលជីវិតតាមគន្លងព្រះពុទ្ធសាសនារបស់ពុទ្ធិកសន្តិវិធីនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសូមសក្ការណាសូមព្រះអង្គពុទ្ធបរិស័ទនិងយុវជនគ្រប់រូបរងចាំស្ដាប់រៀងរាល់ថ្ងៃតាមពេលវេលានិងម៉ោងដដែលសូមសត្វស្លាលោកទាំងឡាយបានប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍